សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Admin Han Official ម្ដងទៀតហើយហើយរឿងរ៉ាវសម្រាប់ថ្ងៃនេះគឺជារឿងរ៉ាវដែលឈឺចាប់មួយរបស់ប្រិយមិត្តយើងម្នាក់ដែលគាត់បានចែកម្លែកមកកាន់ខ្ញុំដោយប្អូនស្រីគាត់គឺជាអ្នកដែលអធិស្ឋានគាត់ជាអ្នកកោថ្លង់អញ្ចឹងណាហើយមិនមែនគាត់ស្ដាប់អត់បានទេគាត់ថាគាត់ត្រូវការប្រដាប់ជំនួយដើម្បីឲ្យគាត់ស្ដាប់បានអញ្ចឹងបើសិនជាគាត់អត់ប្រើប្រដាប់ជំនួយនឹងទេគឺគាត់ស្ដាប់អត់បានទេហើយគាត់គឺជាអ្នកដែលកោអញ្ចឹងណាហើយគាត់ផ្ញើសាច់រឿងមកខ្ញុំនេះគឺគាត់សរសេរជាអក្សរដើម្បីខ្ញុំធ្វើការសម្រាយចែកជូនបងប្អូនទាំងអស់គ្នាទៅគ្រាន់ជាការសម្ដាប់ហើយក៏ដូចជាធ្វើឲ្យគាត់មានការធូរស្បើយផ្លូវចិត្តដោយសារតែគាត់បានតាមដានស្ដាប់សាច់រឿងមកខ្ញុំតាមរយៈការដាក់ប្រដាប់ជំនួយហើយគាត់ស្ដាប់អីចឹងបន្ថែមអញ្ចឹងធ្វើឲ្យគាត់ស្ដាប់បានធម្មតាប៉ុន្តែបើឲ្យគាត់និយាយឬក៏ដោះប្រដាប់ជំនួយទៅគឺតួតស្រែកសំឡេងនោះខ្លាំងណាស់មិនគាត់លឺអញ្ចឹងណាអញ្ចឹងគាត់ក៏មានរឿងមួយដែលជារឿងដែលឈឺចាប់មែនតើហើយខ្ញុំអាចនិយាយថាវាជាលើកទី1ហើយដែលខ្ញុំមានប្រិយមិត្តដែលគាត់ជាស្រីដែលគាត់មានបញ្ហាអញ្ចឹងហើយគាត់ចែកលេខមកកាន់ខ្ញុំប៉ុន្តែរឿងនេះខ្ញុំសង្ឃឹមថាវាជាបទពិសោធន៍មេរៀនមួយហើយក៏ចង់ផ្ញើជាសារដាស់តឿនទៅដល់បរិះមួយចំនួនអញ្ចឹងណាអូខេអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅស្ដាប់សាច់រឿងរបស់ប្អូនស្រីទាំងអស់គ្នារឿងរ៉ាវមួយនេះគឺខ្ញុំទទួលបានពីប្អូនស្រីម្នាក់ប៉ុន្តែគាត់សុំមិនបញ្ចេញឈ្មោះទេអញ្ចឹងខ្ញុំសូមដាក់ឈ្មោះឲ្យគាត់ថាកញ្ញាទៅណាកញ្ញាគាត់បាននិយាយថាគាត់គឺជាមនុស្សស្រីម្នាក់ដែលក៏ថ្លង់អធិស្ឋានណាខ្ញុំនិយាយតាមអ្វីដែលគាត់ចែកម្លែកមកគឺគាត់ថាតាំងពីក្មេងមកគាត់មានតែម្ដាយទេប៉ុន្តែគាត់ក៏មានយាយដែរអញ្ចឹងដោយសារតែគាត់កើតពីកំណើតមកគឺគាត់មានបញ្ហាអញ្ចឹងហើយក៏គាត់រស់នៅជាមួយនឹងយាយរបស់គាត់ដោយសារតែម្ដាយរបស់គាត់ហ្នឹងពេលដែលដឹងថាគាត់មានបញ្ហាហ្នឹងគឺនៅពេលដែលកញ្ញាគាត់អាយុប្រហែលជា3 4 5ឆ្នាំអីហ្នឹងគឺម្ដាយរបស់គាត់បានរត់ចោលគាត់បាត់ទៅហើយអញ្ចឹងគាត់នៅតែជាមួយជីដូនរបស់គាត់ហើយការរស់នៅប្រចាំថ្ងៃហ្នឹងគឺបងប្អូនអាចនឹងធ្លាប់ដឹងធ្លាប់បានឃើញអ្នកដែលគាត់មានបញ្ហាអញ្ចឹងគឺពិបាកមិនដូចយើងធម្មតាទេអញ្ចឹងគឺការប្រស្រ័យតាក់ទងឬក៏ការរស់នៅអីគឺมันអាចងាយស្រួលដូចមនុស្សយើងធម្មតាដែលអាចនិយាយអាចស្ដាប់បានធម្មតាទេអញ្ចឹងក៏មានអ្នកចិត្តខាងឬក៏អ្នកខ្លះមួយចំនួនស្មាទោសណាគឺគាត់មិនចង់ជានិយាយមិនចង់ជារាប់អានមិនចង់ជាអីទេគឺឃើញគាត់ហាក់ដូចជាមិននិយាយទៅដូចជាមិនស្មើជាមួយនឹងអ្នកដតីអីចឹងណាអញ្ចឹងគឺគាត់មានការតូចចិត្តខ្លួនឯងមែនតែនដែលគាត់បានជួបឬក៏គាត់កើតមកអញ្ចឹងប៉ុន្តែក្នុងចិត្តរបស់គាត់គឺដូចជាមនុស្សទូទៅអញ្ចឹងមានការអន់ចិត្តមានការចង់មានទំនាក់ទំនងចង់ឲ្យគេរាប់អានចង់ឲ្យគេអីជាមួយនឹងគាត់អញ្ចឹងណាប៉ុន្តែអ្នកខ្លះទៅក៏គាត់ចិត្តល្អដែរក៏គាត់រាប់អានគាត់ព្យាយាមប្រើកាយវិការប្រើអីចឹងទៅប៉ុន្តែក៏មានអ្នកខ្លះគឺគេមិនចឹងទេហើយបូករួមទាំងអំឡុងពេលដែលគាត់ទៅរៀនពីក្មេងៗហ្នឹងក៏មិត្តភ័ក្តិរួមថ្នាក់រួមសាលាខ្លះទៅក៏គេពិបាកដែរអញ្ចឹងណាអញ្ចឹងគឺគាត់ថាវាជារឿងមួយដែលពិបាកក្នុងការពិពណ៌នាឲ្យបងប្អូនដែលគាត់ធម្មតាគាត់អាចស្ដាប់គាត់អាចនិយាយឲ្យយល់ពីអារម្មណ៍អ្នកដែលគាត់មានបញ្ហាហ្នឹងណានិយាយរួមទៅតអ្នកដែលគាត់មានបញ្ហាអញ្ចឹងបានគាត់យល់អារម្មណ៍មួយហ្នឹងប៉ុន្តែគាត់សរសើរត្រង់ចំណុចមួយដែលគាត់អាចស្ដាប់បានប៉ុន្តែទោះតែប្រើប្រដាប់ជំនួយដើម្បីឲ្យស្ដាប់សលេងឮអីចឹងណាអញ្ចឹងវាជាចំណុចវិជ្ជមានមួយក៏ជាអាចថាប៉ុនមួយដែលគាត់អាចស្ដាប់បានខ្លះបើដូចអ្នកខ្លះទៀតស្ដាប់សូម្បីតែបន្តិចក៏មិនបានដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងគាត់ថានៅពេលដែលគាត់រៀនបានខ្ទង់ប្រហែលជាថ្នាក់ទី5ទី6អីហ្នឹងគឺដោយសារតែពិបាកគាត់ជាមនុស្សស្រីអញ្ចឹងគាត់មានការអៀនខ្មាស់ហើយដោយសារតែកត្តាជុំវិញខ្លួនដូចបាននិយាយមកអញ្ចឹងគឺវាពិបាកអញ្ចឹងហើយធ្វើឲ្យគាត់ហ្នឹងសម្រាប់ចិត្តក្នុងការដែលបបង់ការសិក្សាហើយម្យ៉ាងដោយសារតែជីវភាពរបស់គាត់គឺពិបាកមែនតែនគាត់នៅតែជាមួយជីដូន
វាការចំណាយអីផ្សេងៗគឺពិបាកណាស់ហើយវាពិបាកមួយទៀតហ្នឹងគឺដោយសារតែគាត់មានបញ្ហានឹងហើយគាត់មិនដឹងថាទៅរកអីមិនដឹងថាការងារអីដែលគាត់អាចធ្វើបានអីចឹងណាអញ្ចឹងគាត់ក៏មានអារម្មណ៍ថាពិបាកក្នុងការមើលទៅលើយាយរបស់គាត់ដោយសារតែយាយរបស់គាត់គឺខំប្រឹងធ្វើនំបត់នំអីហ្នឹងដើរលក់ព្រលឹមឡើងដើរលក់តាមភូមិតាមអីចឹងណាហើយក៏អ្នកភូមិខ្លះក៏គេអាណិតគេជួយទិញយាយរបស់គាត់ប៉ុន្តែសម្រាប់គាត់ធំហើយគាត់មានអារម្មណ៍ថាវាពិបាកក្នុងភ្នែកក្នុងអារម្មណ៍របស់គាត់មែនតើដែលគាត់ត្រូវឲ្យយាយមកចិញ្ចឹមគាត់យាយគាត់ពិបាកពេលខ្លះគាត់ឈឺពេលខ្លះទៅគាត់ត្រូវហាថ្ងៃហាភ្លៀងខ្យល់អីចឹងទៅអញ្ចឹងក្នុងនាមគាត់ជាចៅគាត់មិនចង់ឲ្យយាយរបស់គាត់ពិបាកមកចិញ្ចឹមគាត់ទេប៉ុន្តែដោយសារពេលហ្នឹងគឺគាត់ពិបាកមែនតើគាត់អត់ដឹងថាតើគួរធ្វើម៉េចហើយគាត់ក៏បើសិនជាគាត់ថាគាត់ដូចគេទូទៅគាត់នឹងចេញទៅរកការងារធ្វើចេញទៅប្រកបអាជីវកម្មអីក៏ដោយធ្វើអីក៏ដោយសុំការងារធ្វើនិយាយទៅធ្វើមិនក៏បានដែរឲ្យតែគាត់បានលុយមកចិញ្ចឹមយាយរបស់គាត់ប៉ុន្តែដោយសារតែកត្តាហ្នឹងគឺធ្វើឲ្យគាត់នឹងមានការគិតច្រើនមានគំនិតអវិជ្ជមានច្រើនក្នុងការដែលចេញទៅរកការងារធ្វើឬក៏អីចឹងណាហើយគាត់ថាដោយសារតែពេលហ្នឹងពិបាកផងអីផងចឹងទៅសំបីតែរបស់ហូបចុកសំបីតែខោសម្លៀកបំពាក់អីគឺគាត់អត់ដែរមានដូចគេទេគឺពាក់ខោអីគឺមិនសូវជាបានល្អមិនសូវជាមានខោថ្មីអីទេបានអ្នកភូមិខ្លះទៅក៏គេអាណិតគេចែកម្លែកគេឲ្យគាត់ដេកពាក់អញ្ចឹងណាប៉ុន្តែក៏មិនអាចថាមានខោអីវាគ្រប់គ្រាន់អីដូចយើងមានលុយមានអីដូចគេដែរនឹងពេលហ្នឹងគឺនិយាយទៅអារម្មណ៍មួយហ្នឹងគឺវាពិបាកមែនតើហ្មងអត់មានគេហៅថារំពឹងក្តីរំពឹងឬក៏អត់មានអ្នកណាជាអ្នកចំហក្នុងគ្រួសារអីទេគឺមានតែពីរអ្នកយាយហើយនឹងចៅតែប៉ុណ្្នឹងទេហើយពេលខ្លះទៅសំបីតែយប់ប្រឡប់ផ្ទះគាត់ណាគឺគាត់ថាផ្ទះគាត់ខ្ទមហើយភ្លៀងមកវាលិចវាអីចឹងទៅងើបទាំងកដាយប់រត់ជៀសកិច្ចអីចឹងទៅដោយអ្នកភូមិខ្លះទៅក៏គេមកជួយដែរគេមកជួយដោយថាយកស្លឹកកត្របស្លឹកអីហ្នឹងយកមកប្រក់មកអីចឹងទៅហើយពេលខ្លះទៅក៏ពិបាកដែរបងប្អូនអញ្ចាំងវាធ្លុះវាធ្លាយអីចឹងទៅវាវេទនាណាក្នុងការដែលរស់នៅជាមួយនឹងជីដូនហើយជីដូនគាត់ចាស់ក៏គាត់គ្មានសមត្ថភាពឬក៏លទ្ធភាពអីដើម្បីរកលុយបានច្រើនដែរអញ្ចឹងក្នុងនាមគាត់ជាចៅស្រីម្នាក់គាត់មានអារម្មណ៍ថាគូនគាត់អសមត្ថភាពក្នុងគាត់អន់ពេលខ្លះទៅគាត់ក៏សង្ងំយំតែម្នាក់ឯងក៏មានដែរពេលនិយាយទៅលក់នំបាត់ទៅសង្ងំយំហើយមានអារម្មណ៍ថាអត់គប្បីជាមួយនឹងយាយសោះថាខ្លួនឯងអាយុច្រើនខ្លួនឯងប៉ុណ្ណឹងដែរហេតុអីបានជាមិនអាចរកអីចិញ្ចឹមយាយបែរជាឲ្យយាយមកចិញ្ចឹមខ្លួនឯងវិញអញ្ចឹងអារម្មណ៍ដែលជាចៅអារម្មណ៍ជាមនុស្សដែលធំហើយអាចចេញទៅរកអាចចេញទៅធ្វើការបានហើយប៉ុន្តែមិនអាចធ្វើអីបានដូច្នេះគាត់ក៏ដេកយំពេលខ្លះពិបាកចិត្តឃើញយាយមកវិញនេះលបស្រក់ទឹកភ្នែកតែអត់ហ៊ានឲ្យយាយដឹងទេខ្លាចយាយពិបាកចិត្តថែមហើយយាយគឺគាត់មិនដែរទៅស្ដីបន្ទោសចៅក៏ដែរអីទេគឺងើបមកតរុនតរាតែឯងពេលខ្លះគាត់ជួយធ្វើនំធ្វើអីហ្នឹងទៅដើម្បីឲ្យយាយទៅលក់ប៉ុន្តែនៅតែមានអារម្មណ៍មួយថាអាណិតយាយមានអារម្មណ៍មួយថាមិនចង់ឲ្យយាយពិបាកទៀតទេចង់ឲ្យយាយសនុកទាំងដែលគាត់ឃើញយាយគេផ្សេងគឺមានកូនមានចៅគេនៅជប់ជុំគេធ្វើបាយធ្វើទឹកឲ្យគាត់ថាគាត់នៅផ្ទះក៏គាត់មិនមែនមិនជួយដែរគាត់ធ្វើបាយធ្វើទឹកដូចគ្នាប៉ុន្តែអារម្មណ៍មួយដែលថាវាខ្វះភាពកក់ក្ដៅគ្មានម្ដាយគ្មានឪពុកជួបជុំគ្នាដូចក្រុមគ្រួសារគេដទៃអីចឹងណាអញ្ចឹងអារម្មណ៍មួយនេះតតអ្នកដែលជួបរឿងរ៉ាវបែបហ្នឹងបានគាត់ថាយល់ពីការគេហៅថាខ្វះភាពកក់ក្ដៅដូចល្ងាអីចឹងណាអញ្ចឹងរហូតដល់គាត់អាយុខ្ទង់ប្រហែលជា20ឆ្នាំស្ដើងពេលហ្នឹងគាត់ក៏សម្រេចចិត្តក្នុងការចាកចេញពីផ្ទះទាំងទឹកភ្នែកដោយសារតែទី1គាត់អត់ដែរចាកចេញពីយាយរបស់គាត់អត់ដែរទៅណាឆ្ងាយទេ
ទី2គឺបារម្ភពីយាយខ្លាចយាយមានបញ្ហាអីទៅយប់ប្រលប់អីនៅតែឯងប៉ុន្តែយាយក៏គាត់ថាមិនអីទេកុំឲ្យបារម្ភពីគាត់អីចឹងណាឲ្យចៅនឹងថែរក្សាខ្លួនឯងកុំគិតពីយាយអីគិតតែខ្លួនចៅហើយពេលហ្នឹងគាត់ថាមិនមែននិយាយបើគាត់ជាអ្នកដែលបណ្ដេញឬក៏ជំរុញឲ្យគាត់ទៅទេគឺគាត់សម្រាប់ចិត្តថាគាត់ទៅហើយគាត់នឹងផ្សងព្រេងគាត់នឹងធ្វើអីក៏បានដែរឲ្យតែគាត់អាចរកលុយបានគាត់មិនអាចទ្រាំបើកភ្នែកមើលសភាពបែបហ្នឹងជីវភាពបែបហ្នឹងទេអញ្ចឹងគាត់ក៏មកធ្វើការជាអ្នកលាងឡានតាមការ៉ាស់តាមអីចឹងណាដោយសារតែមានបងស្រីម្នាក់ហ្នឹងក៏គាត់អរគុណដែរដែលគាត់អាណិតគាត់អីចឹងទៅគាត់ក៏ជួយសុំតកែសុំអីហ្នឹងដើម្បីឲ្យគេទទួលយកគាត់ទៅធ្វើការទៅធ្វើអីចឹងណាអញ្ចឹងគាត់ពេលដែលឡើងមកធ្វើការនៅក្នុងការ៉ាស់ហ្នឹងក៏មានការលំបាកច្រើនដោយសារតែអ្នកធ្វើការខ្លះគឺគេមិនសូវជាចង់រាប់រកដោយសារតែគាត់ក៏ថ្លង់អញ្ចឹងណាអញ្ចឹងហើយក៏គាត់មានអារម្មណ៍ថាគាត់តូចចិត្តគាត់មានអារម្មណ៍ថាពិបាកចិត្តមែនតើថាហេតុអីបានជាអ្នកដែលគេគិតបែបហ្នឹងគេនៅតែប្រកាន់នៅតែមានអាកំណត់បែបហ្នឹងទៅលើគាត់ទាំងដែលក្នុងចិត្តរបស់គាត់គឺគាត់ចង់ប្រេះស្រាំហើយប៉ុន្តែព្យាយាមដើម្បីអីដើម្បីយាយហើយដើម្បីឲ្យជីវភាពអាចមានលុយមានអីចាយដូចគេចង់ទិញអីញ៉ាំផ្ញើយាយហើយធ្វើការហ្នឹងគឺគាត់ថានៅតែយំចឹងឲ្យមានអ្នកខ្លះទៅធ្វើមុខពេកមាត់ដាក់គាត់អត់យំនៅមុខគេទេប៉ុន្តែពេលយប់ឡើងអីគឺគាត់សម័យរូបភាពដែលគេពេកមុខពេកមាត់ដាក់គាត់ហ្នឹងគឺគាត់ចាប់ផ្ដើមមានអារម្មណ៍ថាតូចចិត្តខ្លួនឯងដេកយំអីចឹងទៅរហូតដល់មានបងស្រីដែលគាត់ជាអ្នកសក់ភូមិហ្នឹងគាត់និយាយលើកទឹកចិត្តរហូតគាត់ធ្វើកាយវិការគាត់អីចឹងទៅគាត់និយាយថាអូនឯងខំប្រឹងទៅដើម្បីយាយកុំខ្វល់ពីអ្នកទាំងអស់ហ្នឹងពីព្រោះគេមិនមែនជាអ្នកដែលមកជួយជីវិតយើងគេមិនមែនជាអ្នកដែលរស់នៅក្នុងគ្រួសាររបស់យើងទេយើងកុំខ្វល់ពីពាក្យសម្ដីកុំខ្វល់ពីសកម្មភាពគេអញ្ចឹងកញ្ញាគាត់ថាអរគុណសម្រាប់បងស្រីគាត់នៅតែដឹងគុណរហូតមិនថាគាត់ឈប់ដកដង្ហើមទោះតែគាត់ឈប់ដកដង្ហើមគាត់ថាថ្ងៃណាមួយគាត់នឹងជួយសងគុណបងស្រីវិញមិនថាសមត្ថភាពកម្រិតណាឬក៏លទ្ធភាពប៉ុណ្ណាទេតិចតួចក៏ដោយក៏គាត់នៅតែដឹងគុណគាត់នឹងជួយសងគុណទៅដល់បងស្រីដែលនឹងវិញដែលគាត់បានជួយអញ្ចឹងណាអញ្ចឹងគាត់ថានៅពេលដែលគាត់ធ្វើការបានមួយរយៈប្រហែលជាខ្ទង់1ឆ្នាំពេលហ្នឹងគាត់អាយុខ្ទង់18ឆ្នាំគាត់ក៏បានជួបនឹងបរិសម្នាក់ដែលគេជាអ្នកដែលលាងឡានដែរហើយគេមកធ្វើការនៅក្នុងការ៉ាស់ជាមួយនឹងកញ្ញាហើយបរិសម្នាក់ហ្នឹងគឺជាបរិសដែលអាចនិយាយថាគាត់មិនមានចំណេះដឹងអីពេកទេប៉ុន្តែបើនិយាយពីអត្តចរិតរបស់បរិសម្នាក់ហ្នឹងគឺល្អមែនតើអាចនិយាយថាការនិយាយស្ដីការបត្រៃតាក់ទងនៅក្នុងចំណោមបុគ្គលិកធ្វើការជាមួយគ្នាគឺគាត់ល្អគាត់មិនចេះឆ្មើងឆ្មៃគាត់មិនចេះបកកែបកានគាត់មិនចេះប្រៀបធៀបអីដូចអ្នកដទៃខ្លះមួយចំនួនទេគឺបរិសម្នាក់ហ្នឹងអាចនិយាយថាគាត់គឺដឹងខុសដឹងត្រូវគាត់និយាយមកគឺគាត់មានហេតុផលគាត់បញ្យលព្យាយាមប្រាប់មិត្តភ័ក្តិផ្សេងដែលគេមានកំណត់គិតអីមិនល្អអវិជ្ជមានទៅលើកញ្ញាហ្នឹងគឺគាត់តែងតែព្យាយាមនិយាយស្រួលស្ដាប់ទៅគឺគាត់ការពារកញ្ញាអញ្ចឹងកញ្ញាគាត់ថាពេលហ្នឹងគឺបេះដូងរបស់គាត់អារម្មណ៍របស់គាត់វាជាលើកទី1ហើយដែលគាត់ចាប់អារម្មណ៍អាចនិយាយថាគាត់លោភស្រឡាញ់លួចស្រឡាញ់ក្នុងចិត្តទៅកាន់បរិសម្នាក់ហ្នឹងអញ្ចឹងខ្ញុំសូមហៅគាត់ថា A ចុះបងអូន A ណាហ្នឹងហើយអញ្ចឹងបងអូន A ហ្នឹងគឺពីមួយថ្ងៃទៅមួយថ្ងៃគាត់ខំប្រឹងណាគាត់ជួយគ្រួសារគាត់ធ្វើការពេលដែលមានឡានមកគាត់ជួយនិយាយទៅអាយ៉ែឡានអាយ៉ែអីគាត់សកម្មមែនតើរហូតដល់មានមនុស្សស្រីខ្លះដែលធ្វើការជាមួយនឹងគាត់ហ្នឹងគេនិយាយថាតាមញ៉ែតាមមកស្និទ្ធស្នាលជាមួយនឹង A នឹងអញ្ចឹងណាហើយកញ្ញាគាត់ថាក្នុងចិត្តរបស់គាត់ឲ្យតែមានឃើញមនុស្សស្រីផ្សេងមកនិយាយជាមួយនឹង A ហ្នឹងគឺគាត់មានអារម្មណ៍ថាគាត់ប្រច័ណ្ឌណាបងប្អូនគាត់ប្រច័ណ្ឌតែក្នុងចិត្តយើងគិតម្យ៉ាងទៀតថាយើងត្រឹមតែមនុស្សស្រីដែលក៏ថ្លង់ហើយយើងវាគាត់ថាទៅថ្ងៃមុខទៅគឺទោះបីជាយើងស្រឡាញ់ទោះបីជាយើងអីក៏មិនអាចដែរ
ក៏មិនអាចទៅរួចដែរដោយសារអីគេចេះនិយាយគេមនុស្សធម្មតាហើយយើងអញ្ចឹងយើងប្រហែលជាគេមិនចាប់អារម្មណ៍គេមិនស្រឡាញ់យើងទេតែក្នុងចិត្តមួយគឺប្រច័ណ្ឌគេខឹងមនុស្សស្រីផ្សេងដែលមកនិយាយជាមួយនឹង A នឹងណាតែដូចនិយាយអញ្ចឹងមិនអាចធ្វើអីបានទេអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃគាត់ថា A នឹងគឺគាត់តែងតែព្យាយាមការពារកញ្ញាមែនតើប៉ុន្តែគាត់ដឹងថាតើ A នឹងគាត់ការពារកញ្ញាក្នុងន័យអីក្នុងន័យជាមនុស្សទូទៅរាប់អានធម្មតាក្នុងនាមជាមិត្តភក្តិឬក៏ក្នុងនាមថា A នឹងគឺស្រឡាញ់កញ្ញាទេប៉ុន្តែនៅពេលដែលកៅភ្នែករបស់ A សម្លឹងមកកញ្ញាម្ដងគឺគាត់មានអារម្មណ៍ថាដូចជាយករបស់អីមួយមកកតិឲ្យបេះដូងមកគាត់នឹងគឺរំភើបគឺមានអារម្មណ៍ថាឲ្យតែគេមកមើលគេមកនិយាយគេមកធ្វើកាយវិការអីមួយគឺមានអារម្មណ៍ថាឲ្យតែគេមកក្បែរគឺគាត់មានអារម្មណ៍ថាអារម្មណ៍បែបរំភើបបែបសុបាយចិត្តប៉ុន្តែរៀងភ័យរៀងអីផងអញ្ចឹងណាតែអារម្មណ៍មួយហ្នឹងបានត្រឹមតែគិតក្នុងចិត្តមិនដែលធ្វើសកម្មភាពឬក៏បង្ហាញអីទៅឲ្យ A ហ្នឹងឲ្យបានដឹងថាអូកញ្ញាហ្នឹងគាត់ស្រឡាញ់ A ទេអត់ដែរទេដោយសារគាត់ដូចនិយាយអញ្ចឹងគាត់មានអារម្មណ៍ថាគាត់គឺមិនស័ក្តិសមមិនអាចអីជាមួយនឹង A បានទេដោយសារគាត់ហ្នឹងហើយគាត់ជាមនុស្សស្រីដែលថ្លង់អញ្ចឹងណាអញ្ចឹងគាត់ចេះតែតូចចិត្តអញ្ចឹងទៅប៉ុន្តែសកម្មភាពជារៀងរាល់ថ្ងៃគឺនៅតែបន្ត A នៅតែល្អគឺគាត់តែងតែចែកម្លែកឲ្យពេលខ្លះ A គាត់មានរបស់អីដែលធម្មតាឪពុករបស់គាត់ផ្ញើមកពីខេត្តអញ្ចឹងទៅគឺតែងតែចែកម្លែកទៅដល់កញ្ញាហុចនេះឲ្យយើងញ៉ាំធ្វើកាយវិការធ្វើអីចឹងណាហើយកញ្ញាគាត់មានអាប្រដាប់ចំនួនហ្នឹងគាត់លឺប៉ុន្តែបើឲ្យគាត់និយាយអត់ការទេគាត់មានតែងក់ក្បាលគាត់អរគុណអីចឹងទៅអញ្ចឹងគាត់ថាបន្ទាប់ពីនឹងមកទៀតគាត់ស្គាល់គ្នាបានប្រហែលជាក្នុង2ឆ្នាំជាងកញ្ញាគឺគាត់ស្រឡាញ់ខ្លាំងបងស្រឡាញ់ A នឹងខ្លាំងហើយ A នឹងក៏គាត់ take care គាត់អីគាត់និយាយទៅគឺគាត់ព្យាយាមមែនតើព្យាយាមជួយកញ្ញាគ្រប់បែបយ៉ាងមិនថាស្អីទេហើយសូម្បីតែពេលខ្លះទៅដើរលេងក៏ A គាត់មិនដែលចោលកញ្ញាដែរទៅថាដើរលេងជាក្រុមអញ្ចឹងក្រុមការងារជួបជុំអីចឹងទៅ A ក៏តែងតែហៅកញ្ញាទៅទាំងដែលមិត្តភ័ក្តិខ្លះធ្វើការមួយកញ្ញាហ្នឹងគេមិនហៅលក្ខណៈថាបើនិយាយពីក្នុងបញ្ជីឈ្មោះគឺអត់មានឈ្មោះកញ្ញាទេប៉ុន្តែ A គឺគាត់តែងតែហៅទៅមកគាត់តែងតែប្រវល់ទៅជាមួយគេមកហើយអ្នកខ្លះក៏គេមិនចង់ដែរតែចំពោះ A គាត់នៅតែអះអាងថាហេតុអីមកជាយើងត្រូវតែរើសអើងគាត់ហេតុអីពួកអីគាត់ក៏ជាមនុស្សគាត់ធ្វើការមួយយើងដែរនិយាយទៅគឺគាត់លឺនិយាយមកគាត់មានអារម្មណ៍ថាគាត់រំភើបក៏មិនដែលបានស្គាល់រសជាតិដែលថាមានអ្នកណាម្នាក់ដែលខ្វល់ខ្វាយទេគាត់និយាយតាមត្រង់គាត់ថាសំបីតែម្ដាយសំបីតែឪពុករបស់គាត់ក៏មិនស្មើនឹងអីដែរដោយសារតែម្ដាយរបស់គាត់ចាក់ចោលគាត់រត់ចោលគាត់គ្មានទំនួលខុសត្រូវជាម្ដាយជាឪពុកអញ្ចឹងគាត់មិនដែលបានស្គាល់រសជាតិបែបហ្នឹងទេដល់ពេលមានបរិសម្នាក់ដែលគាត់អញ្ចឹងគាត់មានអារម្មណ៍ថាដូចគេនឹងល្អណាស់គេហាក់ដូចជាម្ដាយហាក់ដូចជាឪពុកហាក់ដូចជាស្មាតូដូចជាប្តីរបស់គាត់អីចឹងប៉ុន្តែគាត់ថាពេលហ្នឹងគឺគាត់មិនបានជាស្មាតូណាជ្រុលខ្លួនអីជាមួយនឹងគេទេគាត់ថាក្នុងនាមបែបតំណែងតំណងអីចឹងគឺស្និទ្ធស្នាលមែនតើរហូតដល់កញ្ញាគាត់ថាថ្ងៃមួយគាត់ចេះដេររបៀបដូចជាកូនកតាបមិនមែនកូនកតាបទេរបៀបកូនកបោបអីមួយអនុស្សាវរីយ៍ចឹងគាត់សង្ងំដេរហើយគាត់អត់ឲ្យអីដឹងទេគាត់លួចដេរពេលដែលគាត់ចប់ម៉ោងការងារចឹងទៅគាត់សង្ងំដេរសង្ងំអីចឹងទៅដោយសារតែគាត់មើលតាមបណ្ដាញសង្គមមកឃើញគេបរៀនពីរបៀបដេរអីចឹងណាអញ្ចឹងគាត់ដេរជារូបអីចឹងទៅក៏រូបបេះដូងដាក់អីចឹងទៅក្នុងហ្នឹងណាហ្នឹងហើយអញ្ចឹងគាត់ដេរហើយថ្ងៃមួយហ្នឹងគាត់ក៏សង្ងំគាត់អៀនមែនតើគាត់ថាដូចយើងអត់ហ៊ានណាយ៉ាងណាយើងចង់ឲ្យគេតែវាអារម្មណ៍ថាឲ្យទៅខ្លាចគេអញ្ចឹងចោលរៀងអៀនគេហ្មងអារម្មណ៍បែបយើងស្រឡាញ់គេដល់អញ្ចឹងទៅគាត់ថាថ្ងៃមួយហ្នឹងក៏គាត់ដាច់ចិត្តក្នុងការជូនគេទៅដល់ពេលជូនទៅស្រាប់តែ A គាត់សម្លឹងដោយកែវភ្នែកមើលមកកាន់កញ្ញាហ្នឹងគឺកញ្ញាគាត់ថាគាត់មានអារម្មណ៍ថាគាត់រំភើបមានអារម្មណ៍ថាអៀនគេខ្លាំងមែនតើប៉ុន្តែ A គាត់ក៏និយាយភាសាមួយថាគាត់អរគុណគាត់មិននឹកស្មានថាកញ្ញាគឺអាចនិយាយថា take care ផ្ដល់នៅអ្វីដែលអាចនិយាយថាវាជាវត្ថុអនុស្សាវរីយ៍ហើយគាត់ថាគាត់មិនដែលមានអ្នកណាម្នាក់ជូនគាត់ទេគាត់និយាយត្រង់សូម្បីតែម្ដាយរបស់គាត់ក៏គាត់មិនដែលបានទទួលអញ្ចឹងដែរអញ្ចឹងវាជាលើកទី1សម្រាប់ជីវិតរបស់ A
ចឹងនៅពេលដែលកញ្ញាគាត់លឺអញ្ចឹងគាត់ក៏សប្បាយចិត្តដែរហើយគាត់បាននិយាយដែរគាត់មិននិយាយក្នុងនេះណាវាថាគាត់តាំងចិត្តគាត់តាំងចិត្តឲ្យគាត់ធ្វើកាយវិការអញ្ចឹងទៅគាត់ថាថ្ងៃក្រោយគាត់នឹងអាចធ្វើអីផ្សេងទៀតជូនអេអញ្ចឹងទៅហើយគាត់ក៏អរគុណអេដែលអេបានជួយគាត់កន្លងមកការពារគាត់អីអញ្ចឹងណាដូចថាត្រឹមតែជាអ្នកដតីអ្នកស្គាល់គ្នាទេប៉ុន្តែអឺគឺការពារដូចជាឪពុករបស់គាត់អីចឹងណាអញ្ចឹងគាត់ព្យាយាមបញ្យល់ប្រាប់អេទាំងកាយវិការទាំងការសរសេរអីចឹងទៅរហូតដល់ពួកគាត់មានឆាតជាមួយគ្នាអញ្ចឹងកញ្ញាគាត់ឆាតជាអក្សរទេធម្មតាអធិស្ឋានគាត់និយាយអត់ចាញ់គាត់ឆាតជាអក្សរទៅវិញទៅមកអញ្ចឹងទៅគាត់តាក់ទងគ្នារហូតដល់អេគាត់ថ្ងៃមួយហ្នឹងគាត់បានបបួលកញ្ញាដូចថាចេញពីធ្វើការទៅគាត់បបួលកញ្ញាទៅដើរលេងតែ2នាក់ទេហើយកញ្ញាគាត់ថាពេលហ្នឹងគាត់ភ័យទី1គឺទី1សំទោសគាត់ភ័យទី1ដោយសារគាត់ខ្លាចមានបញ្ហាមានអីចឹងទៅពូយាយរបស់គាត់ក៏បានផ្ដាំដែរថាកុំឲ្យគាត់ទៅនៅតំណោះមានបញ្ហាអញ្ចឹងណាប៉ុន្តែគាត់គិតមួយទៀតគាត់ថាអេជាមនុស្សម្នាក់ដែលគាត់គិតថាជឿជាក់គឺមិនមែនជាមនុស្សប្រុសដែលឆ្លៀតឱកាសមិនមែនជាមនុស្សប្រុសដែលគិតអីចឹងទេបើតាមគាត់ដឹងកន្លងមកគាត់មើលទៅលើកាយវិការអត្តចរិតអីចឹងណាអញ្ចឹងគាត់ថាបើសិនជាមិនទៅដើរលេងជាមួយអេខ្លាញ់លោកថាអេគ្នាអន់ចិត្តគ្នាដូចថាមានអារម្មណ៍ថាគ្នាប្រហែលជាដូចយើងមិនអោយទំនុកចិត្តទៅគ្នាទៅវិញទៅមកជឿជាក់លើគ្នាអញ្ចឹងណាអញ្ចឹងកញ្ញាគាត់ក៏សម្រេចថាគាត់គេហៅថាទៅលើកទី1ជាមួយនឹងអេហ្នឹងដល់ពេលទៅអីណាគាត់មែនបងប្អូនគាត់អត់មានទៅធ្វើអីទៅលើកញ្ញាទេគឺគាត់ព្យាយាមនិយាយឬក៏ធ្វើកាយវិការអីលើកទឹកចិត្តជំរុញអីដើរលេងជាមួយនឹងគ្នាតាមមាត់ទន្លេតាមអីហ្នឹងទៅហើយអីហ្នឹងគឺគាត់ take care មែនតើនិយាយទៅដូចជាសង្សារនឹងគ្នាអញ្ចឹងទៅដល់ពេលកញ្ញាគាត់អញ្ចឹងក៏គាត់មានអារម្មណ៍ថាសប្បាយចិត្តដូចតាំងពីដើមអញ្ចឹងគឺគាត់ថាអេគឺជាមនុស្សប្រុសម្នាក់ដែលគាត់ជឿជាក់មែនហើយពេលហ្នឹងគឺជាការដោតពិសោធន៍របស់គាត់លើកទី1គាត់ថាអេមិនដែលទៅឆ្លៀតឱកាសអីទៅលើគាត់ទេដល់ពេលបន្ទាប់ពីនឹងមកទៀតពួកគាត់ក៏នៅតែប្រាក់ទំនងគ្នាឆាទៅគ្នាទៅវិញទៅមកហើយទោះបីជាធ្វើការមួយគ្នាក៏ដោយប៉ុន្តែយប់ឡើងគឺឆារកគ្នាទេប៉ុន្តែខ្ញុំភ្លេចបញ្ជាក់ប្រាប់បងប្អូនថាកន្លែងការងារហ្នឹងគឺមានកន្លែងគេឲ្យស្នាក់នៅដែរគាត់ថាមនុស្សប្រុសគេឲ្យសម្រាប់ផ្នែកផ្សេងមនុស្សស្រីគេឲ្យសម្រាប់ផ្សេងអញ្ចឹងណាគេឲ្យលោកឡំមួយគ្នាទេខ្លាចមានបញ្ហាដល់អញ្ចឹងគាត់ឆារកគ្នាទៅវិញទៅមកមុននឹងគេអញ្ចឹងគឺគាត់សរសេរ good night អីត្រីសួស្ដីអីចឹងណាអញ្ចឹងធ្វើឲ្យតំណែងរបស់ពួកគាត់គឺស្រឡាញ់គ្នាខ្លាំងណាស់ប៉ុន្តែរហូតដល់ថ្ងៃមួយថ្ងៃហ្នឹងគឺអេគាត់បាននិយាយថាអញ្ចេះគាត់សុំទៅស្គាល់ផ្ទះរបស់កញ្ញាប៉ុន្តែកញ្ញាគឺគាត់មិនចង់ឲ្យអេទៅទេដោយសារអីមូលហេតុគឺទី1ផ្ទះគាត់ក្រផ្ទះគាត់ទូចខ្ទមហើយនៅតែជាមួយយាយទេអញ្ចឹងគាត់មានភាពខ្មាស់អៀនថាបើសិនជាអេឃើញសភាពជីវភាពរបស់គាត់បែបហ្នឹងគឺគាត់មានអារម្មណ៍ថាគាត់ខ្មាស់គាត់មិនចង់ឲ្យឃើញអញ្ចឹងណាខ្លាចដូចថាអេនឹងគាត់គិតអញ្ចេះគិតអញ្ចោះទៅប៉ុន្តែទី2គឺគាត់គិតថាបើទៅខ្លាចអ្នកស្រុកភូមិអីគេនិយាយចេះនិយាយចោះនឹងទៅគេឃើញណាអញ្ចឹងគឺគាត់តែងតែបបាក់ចិត្តគាត់គិតរហូតថាគាត់គួរតែឲ្យអេទៅលេងឬក៏មិនឲ្យហើយពេលហ្នឹងគាត់បានឆាតនិយាយមួយអេដែរគាត់ថាគួរសារគាត់ក្រណាស់គាត់ដូចជាគេហៅថាមិនស័ក្តិសមអីចឹងណាហើយគាត់មិនចង់ឲ្យអេឃើញជាភាពបបាក់របស់គាត់អីចឹងទៅហើយអេគាត់និយាយថាគាត់អត់មានគិតអញ្ចឹងទេគឺគាត់គេហៅថាស្រឡាញ់ចិត្តនឹងចិត្តអីចឹងណាហើយយល់ចិត្តគ្នាអញ្ចឹងទៅហើយគាត់បាននិយាយដែរថាលុយអាចរកតាមក្រោយបានអញ្ចឹងណាអញ្ចឹងពេលហ្នឹងគឺកញ្ញាគាត់គិតថាអេគាត់ប្រកាសជាមិនប្រកែប្រកានមិនអីទេហើយណាមួយគាត់ស្រឡាញ់ខ្លាំងដែរគាត់ថាបើគេចង់ទៅអញ្ចឹងមានន័យថាគេច្បាស់លាស់មួយគាត់ហើយអញ្ចឹងក៏សម្រេចចិត្តថាអនុញ្ញាតឲ្យអេហ្នឹងទៅស្គាល់ផ្ទះហើយពេលដែលទៅដល់ហ្នឹងគឺជិះតាមផ្លូវអីហ្នឹងណាអេគាត់ថាគាត់ទិញអីផ្ញើយាយផ្ញើអីហ្នឹងទៅដល់ហ្នឹងគាត់ជូនយាយជូនអីហ្នឹងណាហើយគាត់ថាពេលហ្នឹងគឺយាយរបស់គាត់សប្បាយចិត្តមែនតែនហើយយាយរបស់គាត់ឡើងហូរទឹកភ្នែកគាត់ដូចថាគាត់សប្បាយចិត្តថាចៅរបស់គាត់អាចមកអំពេញអាចរកការងារធ្វើបានមានចំណូលមានអីហើយ
គឺគាត់មិននឹកស្មានថាចៅរបស់គាត់អាចធ្វើបានបែបហ្នឹងទេហើយអ្វីដែលសំខាន់មួយទៀតគឺគាត់សប្បាយចិត្តត្រង់ថាចៅរបស់គាត់គឺមានដៃគូហើយហ្នឹងគឺគាត់ទៅដល់គាត់មានសុជីវធម៌គាត់ចេះសាពះអីចឹងណាវាថាមើលទៅមនុស្សដែល slow boat សភាពរៀបសារចឹងទៅដល់ពេលអញ្ចឹងគាត់សប្បាយចិត្តប៉ុន្តែគាត់មិនដឹងថាក្នុងចិត្តយាយរបស់គាត់គិតអីខ្លះទេតែអ្វីដែលគាត់មើលឃើញនឹងភ្នែកគឺយាយរបស់គាត់គឺរំភើបអាចថាគាត់អញ្ញឹមហើយគាត់ហូរទឹកភ្នែកហើយពេលហ្នឹងអេក៏គាត់បាននិយាយដែរគាត់ថាទោះបីជាយ៉ាងណាក៏ដោយគាត់ស្រឡាញ់ចៅរបស់យាយអញ្ចឹងណាទោះបីជានាងមានបញ្ហាគាត់មានបញ្ហាអញ្ចឹងក៏ដោយក៏គាត់មិនខ្វល់ដែរគឺសំខាន់គាត់ស្រឡាញ់លើអត្តចរិតរបស់កញ្ញាអញ្ចឹងគាត់ប្រាប់យាយថាគាត់នឹងមើលថែកញ្ញាគាត់នឹងអីចឹងទៅហើយគាត់នឹងព្យាយាមពេលទៅធ្វើការវិញគាត់សន្សំលុយសន្សំកាក់ដើម្បីថ្ងៃណាមួយគាត់នឹងរៀបការជាមួយនឹងកញ្ញាហើយសូមឲ្យយាយរងចាំមិនសិនអញ្ចឹងណាកុំឲ្យកញ្ញានឹងទៅមានគៀបផ្សេងអញ្ចឹងទៅហើយយាយក៏បាននិយាយដែរគាត់ថាមិនអីទេប៉ុន្តែចៅយាយគឺគ្នាអញ្ចឹងគ្នាមិនដូចគេទូទៅមនុស្សស្រីដតីទេហើយជីវភាពក៏ពិបាកដែរចៅឯងគិតឲ្យស្រួលបួលសិនទៅអញ្ចឹងណាហើយអ្វីដែលសំខាន់ចៅឯងត្រូវតែទៅនិយាយជាមួយគ្រួសារចៅឯងពីព្រោះខ្លាចគ្រួសារចៅឯងហ្នឹងគឺគាត់មិនពេញចិត្តគាត់មិនចូលចិត្តអីចឹងទៅព្រោះចៅយាយដូចចៅឯងដឹងហើយគ្នាមិនមែនដូចមនុស្សស្រីទូទៅទេហើយជីវភាពក៏ពិបាកដែរគ្មានគេអកគ្មានអីទេចំណេះដឹងការងារអីក៏គ្មានដែរអញ្ចឹងណាអញ្ចឹងយាយក៏បានប្រាប់ទៅកាន់អេហ្នឹងឲ្យអេហ្នឹងគឺគិតសិនទៅមុននឹងសម្រេចចិត្តថាជ្រើសរើសយកកញ្ញាហ្នឹងណាអញ្ចឹងពេលហ្នឹងគឺអេក៏ថាគាត់ច្បាស់លាស់ហើយមិនថាមានបញ្ហាអីទេគឺគាត់នៅតែមិនបោះបង់ចោលកញ្ញានិយាយទៅគឺគាត់ពុះពៀគ្រប់បែបយ៉ាងជំនះឧបសគ្គដើម្បីយកកញ្ញាឲ្យបានអញ្ចឹងណាដល់ពេលអញ្ចឹងកញ្ញាគាត់រំភើបមែនតើហើយគាត់ថាចេះពេលដែលអេនិយាយជាមួយនឹងនិយាយរបស់គាត់ហ្នឹងគឺគាត់ឡើងទៅលើផ្ទះហើយអេហ្នឹងគាត់នៅក្រោមផ្ទះគាត់នៅអង្គុយលើខែមួយយាយអញ្ចឹងណាហើយគាត់ស្ដាប់ហើយគាត់នៅលើផ្ទះហ្នឹងគាត់មានអារម្មណ៍ថាគាត់អៀនមែនតើមានអារម្មណ៍ថាដូចចង់អាម៉េចថារំភើបទេថាពេលហ្នឹងក្នុងចិត្តគាត់ថាមិននឹកស្មានថាគាត់បានជួបមនុស្សប្រុសល្អបែបហ្នឹងហើយគាត់ក៏មានការព្រួយបារម្ភដែរមិនដឹងថាតើអ្វីដែលអីគាត់និយាយហ្នឹងគាត់អាចធ្វើបានឬក៏អាចជោគជ័យបានអត់ទេដោយសារតែឥឡូវហ្នឹងគឺគាត់គិតថាគ្រូឧស្សាហ៍ខាងអេហ្នឹងមិនដឹងថាពេញចិត្តគាត់អត់ទេអញ្ចឹងហើយទៅវាជារឿងមួយដែលគាត់ពិបាកចិត្តប៉ុន្តែគាត់នៅតែជឿជាក់ថាអេនឹងធ្វើឲ្យដោយអ្វីដែលគាត់និយាយអញ្ចឹងពេលហ្នឹងក៏គាត់ហូបបាយហូបអីហើយអញ្ចឹងទៅអេហ្នឹងគាត់ក៏ត្រឡប់មកវិញជាមួយកញ្ញាគាត់ជិះម៉ូតូ2នាក់អញ្ចឹងណាប៉ុន្តែអេក៏គាត់មិនបានជាធ្វើអីដល់កញ្ញាដែរគឺជិះមកវិញអញ្ចឹងទៅមកដល់កន្លែងការងារវិញល្ងាចហើយមកយ៉ាងម៉ោង3ម៉ោង4ម៉ោង5អញ្ចឹងណាអញ្ចឹងក៏គាត់ចូលទៅកន្លែងមកគាត់រៀងខ្លួនគាត់ឆាតគាត់អីអញ្ចឹងទៅកញ្ញាក៏គាត់ឆាតថាអរគុណអីដែលមិនប្រកាន់គាត់ដែលទៅជួបគ្រួសាររបស់គាត់ហើយគាត់ក៏សុំទោសដែរថាគ្រួសាររបស់គាត់ពិបាកអញ្ចឹងគាត់មិនបានជាកុហកអីទេគាត់មិនលាក់ទេគឺគ្រួសារគាត់ដូចអីបានឃើញហើយអីក៏គាត់បាននិយាយតាំងចិត្តដែរគាត់ថាគាត់អត់មានទៅខ្វល់ខ្វាយអញ្ចឹងទេគឺអ្វីសំខាន់ឲ្យតែយើងស្រឡាញ់គ្នាយើងយល់ចិត្តគ្នាអញ្ចឹងណាអញ្ចឹងគាត់ថាបន្ទាប់ពីនឹងមកទៀតតំណែងរបស់គាត់តាក់ទងគឺស្រឡាញ់គ្នាខ្លាំងណាគឺអាចនិយាយថាស្និទ្ធស្នាលខ្លាំងមែនតើរហូតដល់គាត់ដើរលេងមួយគ្នាគាត់អីចឹងទៅហើយរហូតដល់ថ្ងៃមួយពេលហ្នឹងគឺមានកម្មវិធីជប់លៀងអីដូចថាខាងបុគ្គលិកអីចឹងណាពេលហ្នឹងពួកគាត់ក៏ហូបចុកគាត់ថាជាសាយគាត់ហូបគ្រឿងសបឹងហើយកញ្ញាគាត់ក៏ហូបដែរដោយសារពេលហ្នឹងគាត់សបឹងស្រាប់ផងអីផងចឹងទៅអីហ្នឹងក៏បានពពោះគាត់ដើរលេងហើយពេលហ្នឹងគាត់ថាគាត់ទុកចិត្តអីហើយអញ្ចឹងគាត់ក៏ទៅដែរដើរលេងទៅ2នាក់នៅមាត់ទន្លេមាត់អីចឹងណាហើយដោយសារតែពេលហ្នឹងក្តីស្រឡាញ់របស់គាត់វាពុះកជ្រោលគេហៅថាទៅវិញទៅមកអញ្ចឹងណាអញ្ចឹងគាត់ក៏សម្រេចចិត្តថាទៅគេងនៅក្នុងផ្ទះតាមផ្លូវអញ្ចឹងទៅមិនមែនជាផ្ទះរបស់គាត់ទេហើយគាត់ក៏បានរួមរស់នៅជាមួយគ្នាលើកដំបូងហើយអត់មានអ្នកណាគេបខំអ្នកណាទេនិយាយរួមគឺគាត់ស្ម័គ្រចិត្តទាំងពីរអ្នកអញ្ចឹងដោយសារគាត់ស្រឡាញ់គ្នាហើយគាត់ដឹងថាកន្លែងហ្នឹងគឺវាខុសប្រពៃណីវាមិនសមមែនប៉ុន្តែអានេះដោយសារតែពួកគាត់ស្រឡាញ់គ្នាគាត់ជឿជាក់ទៅលើគ្នាទៅវិញទៅមកអញ្ចឹងណា
ហើយគាត់មើលទៅលើអីក៏គាត់មិនមែនជាមនុស្សប្រុសដែលអត់មានទំនួលខុសត្រូវដែរដល់ពេលអញ្ចឹងក៏គាត់រួមរស់នៅជាមួយគ្នាហើយទៅក៏ត្រឡប់មកកន្លែងធ្វើការរបស់គាត់សម្រាប់អីរៀងខ្លួនអញ្ចឹងទៅប៉ុន្តែពេលហ្នឹងគឺគាត់កញ្ញាគាត់ពិបាកចិត្តដែរដោយសារអីដោយសារតែគាត់រៀងភ័យផងដោយសារអធិស្ឋានណាដោយសារគាត់គឺបានជ្រុះជាមួយគេហើយអញ្ចឹងគាត់មានអារម្មណ៍ថាខ្លាចថ្ងៃក្រោយទៅមានបញ្ហាខ្លាចលោកអេនឹងបោះបង់ចោលគាត់អីចឹងទៅហើយណាមួយគាត់អាចនិយាយថាគាត់ជាមនុស្សស្រីដែលមិនចេះអញ្ញៃហើយវាគាត់មិនដែលធ្លាប់អីចឹងណាអញ្ចឹងគាត់ចេះតែគាត់ចេះតែព្រួយបារម្ភចឹងទៅប៉ុន្តែអេគាត់ចេះតែឆាតមកលួងលោមមកប្រាប់ទៅថាគាត់គឺស្រឡាញ់កញ្ញាខ្លាំងណាស់គាត់មិនបោះបង់ទេបើទោះបីជាមានបញ្ហាអីក៏ដោយអញ្ចឹងបន្ទាប់ពីនឹងមកទៀតគាត់ក៏នៅតែទំនាក់ទំនងស្រឡាញ់គ្នាកាន់តែខ្លាំងទៅរហូតដល់អ្នកដែលធ្វើការហ្នឹងគឺគេបានដឹងបានឮតាក់ទងទៅនឹងពុកទំនាក់ទំនងរបស់គាត់ស្រឡាញ់គ្នាអញ្ចឹងណាតែអំឡុងពេលហ្នឹងក៏មានអ្នកខ្លះក៏គេពេបមាត់ពេបកក៏ដែរគេនិយាយទៅកាន់អេក្នុងន័យថាគេចង់បំបាក់អេជាមួយនឹងកញ្ញាហ្នឹងថាមិនស័ក្តិសមនឹងគ្នាទេហេតុអីបានជាតាក់ទងស្មាតទោសមនុស្សស្រីដែលកើមនុស្សស្រីដែលថ្លង់អញ្ចឹងតាមពេលហ្នឹងគឺអេគាត់ប្រាប់ហ្មងគាត់ប្រាប់ត្រង់ហ្មងថាបុគ្គលិកម្នាក់នេះអញ្ចឹងមកនិយាយប្រាប់គាត់អញ្ចឹងតែគាត់មិនខ្វល់ទេគឺគាត់ស្រឡាញ់អេខ្លាំងអញ្ចឹងណាអញ្ចឹងអេគាត់គឺមានអារម្មណ៍ថាគាត់សប្បាយចិត្តផងមានអារម្មណ៍ថាគាត់ពិបាកចិត្តផងនៅពេលដែលគាត់ឮភាសាអ្នកធ្វើការនឹងគឺគេនៅតែព្យាយាមបំបាក់គាត់អីចឹងណាប៉ុន្តែយ៉ាងណាក៏គាត់ជឿជាក់លើមនុស្សប្រុសម្នាក់ឈ្មោះថាអេដែលគាត់ជឿជាក់ថាម្នាក់ហ្នឹងគឺស្មោះមួយគាត់អីចឹងទៅអញ្ចឹងបន្ទាប់ពីនឹងមកក៏ពួកគាត់នៅតែតំណាក់តំណងគ្នារហូតមកអញ្ចឹងទៅមានថ្ងៃមួយគឺម្ដាយឪពុករបស់អេនេះគាត់ក៏ខលទូរស័ព្ទដើម្បីមកចង់ជួបជាមួយនឹងកញ្ញាអញ្ចឹងណាប៉ុន្តែអេគាត់បានប្រាប់ថាចេះថាកញ្ញាគាត់អត់អាចនិយាយបានទេហើយដោយសារតែកញ្ញាគ្នាជាមនុស្សស្រីដែរគាត់អាចនិយាយបានអញ្ចឹងណាអញ្ចឹងពេលហ្នឹងគឺគាត់ដូចថាខាងគ្រួសាររបស់អេហ្នឹងគាត់ចង់ជួបកញ្ញាព្រោះដោយសារតែឮពីអេនិយាយពីកញ្ញាអញ្ចឹងគាត់ចង់ឃើញមុខចង់អីចឹងណាអញ្ចឹងនៅពេលដែលកញ្ញាគាត់ឮអញ្ចឹងកញ្ញាគាត់មានអារម្មណ៍មួយដែលថាភ័យមែនតើគឺភ័យដោយសារអីដោយសារធម្មតាគាត់ដឹងខ្លួនឯងថាគាត់មិនមែនដូចមនុស្សគេធម្មតាគេចេះនិយាយបាននិយាយអីហ្នឹងអញ្ចឹងភ័យតែបានអីហ្នឹងគាត់បញ្យល់គាត់លើកទឹកចិត្តថាអត់អីទេគាត់បានបញ្យល់ប្រាប់ម្ដាយរបស់គាត់ហើយក៏ម្ដាយរបស់គាត់ថាចង់ជួបចង់អីហ្នឹងទៅណាអញ្ចឹងគាត់ថាមិនអីទេទោះបីជាមានបញ្ហាក៏ដោយគឺអេគាត់នៅចាំគាំទ្រនៅការពារកញ្ញាអញ្ចឹងណាហើយនៅពេលដែលកញ្ញាគាត់លឺអញ្ចឹងគាត់សប្បាយចិត្តមែនតើដោយសារតែគាត់មានគេហៅថាដូចមានខ្នងបង្អែកអីមួយដើម្បីជួយគាត់អញ្ចឹងណាអញ្ចឹងគាត់អត់សូវភ័យហ្មងទេអញ្ចឹងគាត់ថាចាំថ្ងៃណាមួយដល់ពេលសម្រាប់ពីការងារគាត់នឹងជិះម៉ូតូទៅជាមួយនឹងអេហ្នឹងទៅជួបឬក៏អញគេថាទៅជម្រាបសួរខាងម្ដាយរបស់អេអញ្ចឹងទៅអញ្ចឹងកាត់មកដល់ថ្ងៃដែលគាត់សម្រាប់អញ្ចឹងគាត់ក៏ទៅស្រុកកំណើតរបស់អេហ្នឹងប៉ុន្តែជិះតាមផ្លូវគាត់ភ័យមែនតើគាត់ដូចថាគាត់ព្យាយាមធ្វើកាយវិការប្រាប់អេថាគាត់ខ្លាចគាត់ភ័យអញ្ចឹងណាតែអេគាត់នៅតែនិយាយដដែលថាមិនអីទេមានបងនៅហើយមិនអីទេអញ្ចឹងណាអញ្ចឹងពេលដែលទៅដល់កន្លែងផ្ទះរបស់ម្ដាយឪពុករបស់អេហ្នឹងគឺកញ្ញាគាត់ថាបីដងគាត់លុកតាក់គាត់ភ័យមែនតើប៉ុន្តែគឺព្យាយាមតាំងចិត្តអេគាត់នៅតែធ្វើដៃវាថាគាត់ធ្វើស៊ូអញ្ចឹងណាហ្នឹងហើយដល់អញ្ចឹងទៅគាត់ក៏ចូលទៅគាត់ក៏លើកដៃសាពះហើយអញ្ចឹងតែគាត់អត់អាចនិយាយបានទេគាត់ព្យាយាមធ្វើកាយវិការដើម្បីជំរាបសួរអញ្ចឹងទៅក៏ម្ដាយឪពុករបស់អេហ្នឹងគាត់ថាឥឡូវក្មួយឯងមកអង្គុយអីមកគាត់មានដូចថាគាត់រៀបខែរៀបអីអង្គុយនៅក្រោមផ្ទះអញ្ចឹងណាអញ្ចឹងពេលហ្នឹងគាត់ក៏ត្រៀមទឹកត្រៀមអីអញ្ចឹងទៅហើយពេលហ្នឹងក៏ម្ដាយរបស់អេឪពុករបស់អេហ្នឹងហើយនឹងដូចជាតារបស់អេអញ្ចឹងណាយាយរបស់អេហ្នឹងគាត់នៅនឹងដែរក៏គាត់ដូចថាគាត់ព្យាយាមធ្វើកាយវិការអញ្ចឹងណាព្រោះគាត់ដឹងថាកញ្ញាគាត់អីអញ្ចឹងណាគាត់ធ្វើកាយវិការគាត់និយាយអីផងអញ្ចឹងទៅដើម្បីហៅកញ្ញាហ្នឹងឲ្យមកអង្គុយលើខែលើអីអញ្ចឹងទៅហើយកញ្ញាក៏គាត់ឡើងមកអង្គុយឡើងអីហ្នឹងគាត់ជំរាបសួរអញ្ចឹងទៅតែគាត់បានត្រឹមតែញឹមបានត្រឹមតែអីព្រោះគ្នានិយាយអត់កើតអញ្ចឹងមិនដឹងថានិយាយអីអញ្ចឹងណាដល់ពេលអញ្ចឹងខាងម្ដាយឪពុករបស់អេហ្នឹងក៏គាត់
លើកបាយលើកអីមកពីព្រោះពេលហ្នឹងមកដល់រៀងថ្ងៃដែរម៉ោងមិន10ហើយក៏លើកបាយលើកអីមកទទួលមកហូបបាយអញ្ចឹងទៅហើយម្ដាយឪពុករបស់អេហ្នឹងគាត់ក៏ដូចថាហៅមកហូបជុំគ្នាហូបអីចឹងណាអញ្ចឹងពេលហ្នឹងគាត់ក៏ហូបទៅតែដូចថាគាត់អៀនណាពេលហ្នឹងគឺគាត់ហូបបាយអត់បានប៉ុន្មានទេហើយម្ដាយរបស់អេហ្នឹងគាត់មានត្រីសែហើយជាមួយនឹងហើយគេជ្រក់ស្វាយជ្រក់អីហ្នឹងគាត់ថាពេលហ្នឹងក៏ឆ្ងាញ់ដែរតែដោយសារតែអៀនអញ្ចឹងហូបអត់បានច្រើនទេអញ្ចឹងគាត់ថាបន្ទាប់ពីនឹងមកទៀតម្ដាយរបស់អេហ្នឹងក៏គាត់និយាយគាត់ដឹងថាកញ្ញាហ្នឹងគឺគាត់ស្ដាប់បានដោយសារគាត់មានអាកាសជំនួយអញ្ចឹងណាអញ្ចឹងខ្ញុំភ្លេចបញ្ជាក់បងប្អូនដែរថាការជំនួយហ្នឹងគឺត្រូវបានបងស្រីម្នាក់គាត់នៅស្រុកភូមិហ្នឹងគាត់រៀងមានដែរគាត់គួរសមគាត់ទិញគាត់ឲ្យទៅកញ្ញាអញ្ចឹងណាហ្នឹងហើយអញ្ចឹងពេលហ្នឹងគាត់ស្ដាប់ឮទាំងអស់នៅម្ដាយរបស់កញ្ញាហ្នឹងម្ដាយរបស់អេហ្នឹងគាត់និយាយថាគាត់មិនអីទេគាត់ថាឲ្យតែសេះស្រឡាញ់គ្នាអីចឹងទៅគាត់មិនប្រកែប្រកាន់មិនអីទេឲ្យតែក្មួយស្រឡាញ់គ្នាក្មួយអីចឹងណាអញ្ចឹងអ៊ីក៏មិនជាគេហៅថាប្រកែប្រកាន់អីដែរឲ្យតស៊ូអីចឹងទៅហើយនៅពេលដែលកញ្ញាគាត់ឮចឹងគាត់សប្បាយចិត្តក្នុងចិត្តរបស់គាត់គឺរំភើបមែនតើគាត់គិតថាខ្លាចតែម្ដាយរបស់ឪពុកម្ដាយរបស់អេហ្នឹងគាត់រៀបរៀងឬក៏គាត់មិនពេញចិត្តអីចឹងណាប៉ុន្តែមកដល់ពេលដែលឮភាសាម្ដាយរបស់អេនិយាយចឹងគាត់សប្បាយចិត្តមែនតើរំភើបណាគឺគាត់ថាពេលហ្នឹងអារម្មណ៍វាគ្មានអីដែលថាព្រៀបផ្ទឹមបានណាគឺសប្បាយចិត្តមែនតើអញ្ចឹងក៏មានសង្ឃឹមខ្លាំងណាស់អញ្ចឹងបន្ទាប់ពីនឹងមកទៀតក៏គាត់និយាយគ្នាពីនេះពីនោះចឹងទៅកញ្ញាគាត់និយាយថាគាត់ធ្វើកាយវិការគាត់អីឲ្យអេជួយប្រាប់ចឹងណាហើយអេក៏គាត់បានប្រាប់ដែរគាត់ថាគ្រួសាររបស់កញ្ញាហ្នឹងគឺគ្នាគ្មានម្ដាយគ្មានឪពុកទេម្ដាយរបស់គ្នាទៅចោលគ្នាចឹងទៅគាត់បញ្យល់ពីស្ថានភាពរបស់កញ្ញាចឹងទៅដោយសារអេគាត់ក៏ធ្លាប់ទៅលេងផ្ទះរបស់កញ្ញារួចទៅហើយគាត់ដឹងអញ្ចឹងណាអញ្ចឹងពេលដែលម្ដាយរបស់អេគាត់ឮអញ្ចឹងទៅគាត់ក៏ងក់ក្បាលគាត់ថាអញ្ចឹងអីទេមិនអីទេខំប្រឹងទៅកូនក្មួយអីខំប្រឹងអញ្ចឹងទៅយើងរកលុយអីទៅហើយបានលុយបានអីចាំការចាំអីអញ្ចឹងណាហ្នឹងហើយបើសិនជាខ្វះខាតឬក៏អីថ្ងៃការហ្នឹងមកការខាងគាត់ក៏បានដែរមានន័យថាឲ្យកញ្ញាហ្នឹងទៅរៀបការខាងប្រុសទៅព្រោះដោយសារតែកញ្ញាគាត់ខ្វះខាតអីចឹងណាអញ្ចឹងពេលដែលកញ្ញាគាត់ឮអញ្ចឹងគឺរំភើបខ្លាំងណាស់អញ្ចឹងបន្ទាប់ពីនឹងមកក៏គាត់ត្រឡប់មកបំពេញត្រឡប់អីចឹងទៅហើយពេលហ្នឹងពួកគាត់ក៏ដើរលេងទំនាក់ទំនងគ្នាស្រឡាញ់គ្នាខ្លាំងទៅកញ្ញាគាត់ថាពេលហ្នឹងគាត់អត់មានបារម្ភពីរឿងអីទេដោយសារអីគ្រួសាររបស់ខាងអេក៏គាត់យល់ព្រមគាត់អីដែរអញ្ចឹងគឺគាត់ខំប្រឹងធ្វើការមែនតើកញ្ញាគឺគាត់ប្រឹងណាស់គាត់ប្រឹងហើយអេក៏គាត់ខំប្រឹងដែរក្តីស្រឡាញ់របស់គាត់គឺអត់មានអីជាឧបសគ្គមករារាំងទៀតទេប៉ុន្តែវានៅតែមានអ្នកដែលគេមិនពេញចិត្តគេតែងតែព្យាយាមដូចថាប្រើភាសាអីដើម្បីគេហៅថាព្យាយាមបំបែកបំបាក់ដូចថាផ្អាប់បន្ទោសអីចឹងទៅប៉ុន្តែពួកគាត់គឺអត់មានបញ្ហាអីទេគឺនៅតែបន្តស្រឡាញ់គ្នាអញ្ចឹងដដែលហើយកញ្ញាគាត់ក៏មានលុយមានកាក់អញ្ចឹងទៅគាត់ផ្ញើទៅឲ្យយាយរបស់គាត់ខ្លះទៅគាត់ទុកគាត់គង់ដើម្បីលុយខ្លះសន្សំជាមួយនឹងអេហ្នឹងដើម្បីរៀបការអញ្ចឹងទៅហើយលុយខ្លះគាត់ទិញគេហៅថាផលិតផលខ្លះឬក៏អីដើម្បីមនុស្សស្រីអញ្ចឹងណាព្រោះគ្នាក៏ចង់ស្អាតចង់អីដែរប៉ុន្តែគាត់ថាមែនពេលដែលគាត់មានលុយអញ្ចឹងទៅគាត់ប្រើផលិតផលខ្លះអញ្ចឹងទៅស្អាតដែរអញ្ចឹងណាអញ្ចឹងពេលហ្នឹងគឺវាអត់មានជាបញ្ហាទេសម្រាប់ជីវិតរបស់គាត់ប៉ុន្តែគាត់ថាក្រោយមកទៀតប្រហែលជាក្នុងកន្លះឆ្នាំពួកគាត់ទំនាក់ទំនងគ្នាអញ្ចឹងដោយសារតែថ្ងៃមួយគាត់រៀងផ្លោះស្នៀតគាត់ជ្រុលឈួរអញ្ចឹងណាអញ្ចឹងពេលហ្នឹងគាត់អត់ទាន់ដឹងខ្លួនទេដំបងប៉ុន្តែស្រាប់តែមានថ្ងៃមួយគាត់ហ្នឹងក៏វាថាចេះតែវល់មុខអស់កម្លាំងធីងធងចេះតែវាហៅថាស្រក់ទឹកមាត់ដល់អត់ដឹងខ្លួនណាហើយគាត់ចូលចិត្តឃ្លានមកជូរនិយាយថាពីមុនមកគាត់មិនមែនអញ្ចឹងទេគេថាឃ្លានដែរតែឃ្លានធម្មតាតែពេលហ្នឹងឃ្លានខុសពីធម្មតាឲ្យតែឃើញលក់មកជូររុញនៅកាត់មុខកន្លែងការ៉ាស់គាត់ធ្វើការហ្នឹងគឺដឹងតែញ៉ាំហើយញ៉ាំរហូតដល់បងស្រីដែលគាត់ជាអ្នកដែលនាំមកពីសុខភូមិហ្នឹងគាត់សួរគាត់បែបខ្សឹបសួរកញ្ញាថាមានបានចូលជួអីមានបានអីការពីអីចឹងណាព្រោះបងស្រីគាត់ក៏ដឹងដែរអញ្ចឹងកញ្ញាហ្នឹងគាត់ក៏នឹកឃើញថាថ្ងៃហ្នឹងគាត់អាចនឹងខាង A ហ្នឹងគាត់បានការពីអញ្ចឹងណាអញ្ចឹងអាចនឹងគាត់មានកូនអញ្ចឹងពេលហ្នឹងគឺទៅតេស្តទឹកនោមដល់ពេលតេស្តទឹកនោមគាត់ថាគាត់ឃើញពីកម្មដល់ពេលអញ្ចឹង
គាត់ថាពេលហ្នឹងគាត់ភ័យមែនតើព្រោះអីអត់ទាន់បានរៀបការផងហើយឥឡូវហ្នឹងជ្រុលមានកូនបាត់ហើយហ្នឹងអញ្ចឹងពេលហ្នឹងគាត់ក៏ប្រាប់អេដល់ពេលគាត់ប្រាប់អេហ្នឹងទៅអេក៏គាត់ថាមិនអីទេកូនហ្នឹងទុកទៅដោយសារអីគឺគាត់អត់ចង់ឲ្យយកចេញគាត់ថាទុកកូនហ្នឹងទៅអញ្ចឹងណាហើយកញ្ញាគាត់រៀងភ័យដែរគាត់ថាគីឡូខាងគ្រួសារអេដឹងអីចឹងទៅឬក៏ចាស់ទុំដឹងឮអីចឹងទៅថាយើងវាគេហៅថាទុំមុនសគីលហ្នឹងហើយអញ្ចឹងគាត់ចេះតែបារម្ភប៉ុន្តែអេគាត់និយាយថាអីទេទុកទៅអញ្ចឹងណាអញ្ចឹងស្រាប់តែរំលងប្រហែលជាខ្ទង់កន្លះខែពេលហ្នឹងគាត់ដឹងថាអេមានបញ្ហាអីទេអេហ្នឹងគាត់ក៏មកស្រុកហើយពេលហ្នឹងពេលដែលអេទៅដល់ស្រុកហើយណាបានអេគាត់ឆានមកប្រាប់វិញថាឥឡូវគាត់មកលេងស្រុកមួយថ្ងៃអញ្ចឹងទៅដោយសារម៉ែគាត់អត់ស្រួលខ្លួនហើយដល់ពេលអញ្ចឹងកញ្ញាក៏គាត់ថាអីទេបងឯងនៅសម្រាប់នៅអីស្រួលខ្លួនសិនទៅអញ្ចឹងណាព្រោះអីពេលហ្នឹងរៀងប្លែកដែរដោយសារអេគាត់ទៅស្រុកហ្នឹងគាត់មានដូចថាឆាតប្រាប់មុនឬក៏ប្រាប់កញ្ញាមុនទេគាត់ទៅដល់ស្រុកហើយមិនគាត់ប្រាប់អញ្ចឹងណាអញ្ចឹងថ្ងៃហ្នឹងក៏គាត់ឆ្ងល់ថាហេតុអីបងយើងអត់ឃើញអេមកធ្វើការដល់ពេលហើយគាត់ដឹងថាអេម្ដាយបើគាត់អត់ស្រួលខ្លួនអញ្ចឹងពេលហ្នឹងគាត់ក៏ធម្មតាដែរគាត់ធ្វើការប៉ុន្តែលុះដល់ថ្ងៃស្អែកឡើងអេក៏គាត់ត្រឡប់មកធ្វើការវិញណាដល់ពេលអញ្ចឹងទៅគាត់ក៏ព្យាយាមឆាតទៅអេអីចឹងតាមធម្មតាដូចរដងអញ្ចឹងណាប៉ុន្តែគាត់ថាអេលើកហ្នឹងគឺរៀងប្លែកត្រង់ថាគាត់មិន reply អីមិនអីមកច្រើនអញ្ចឹងគាត់និយាយមួយម៉ាត់អីចឹងណាហើយអញ្ចឹងក៏កញ្ញាគាត់មានអារម្មណ៍ថាប្លែកគាត់ដឹងភ្លាមអញ្ចឹងគាត់ក៏សួរថាមាននឹងអីគេអញ្ចឹងបានជាអេមិនសូវឆាតអី reply មកគាត់អីចឹងណាដល់អញ្ចឹងទៅបានអេគាត់និយាយថាអត់អីទេដោយសារគាត់ពិបាកចិត្តរឿងម្ដាយបើគាត់ឈឺអញ្ចឹងណាអញ្ចឹងគាត់អត់សូវមានអារម្មណ៍ល្អអីទេដល់ពេលអញ្ចឹងកញ្ញាគាត់ក៏យល់ដែរហើយគាត់ក៏សួរសុខទុក្ខអីចឹងណាថាយ៉ាងម៉េចយ៉ាងម៉ាអីដែរអញ្ចឹងទៅសួរម្ដាយរបស់អេហ្នឹងណាហើយអេគាត់ថាអីទេគាត់រៀងធូរហើយដល់ពេលអញ្ចឹងទៅក៏កញ្ញាគាត់បានចាប់អារម្មណ៍គិតអីដែរគាត់ថាប្រហែលជាធម្មតាម្ដាយគាត់ឈឺគាត់អត់មានអារម្មណ៍ល្អអញ្ចឹងណាអញ្ចឹងក៏កញ្ញាគាត់ព្យាយាមលើកទឹកចិត្តអីផ្សេងៗអញ្ចឹងទៅប៉ុន្តែគាត់ថាចាប់ពីពេលនោះមកគឺចម្លែកត្រង់គឺអេគាត់អត់សូវដូចមុនទេគាត់មានអារម្មណ៍ថាប្លែកអត់សូវមកអត់សូវកអញ្ចឹងទៅណាអញ្ចឹងពេលហ្នឹងកញ្ញាគាត់ក៏មានអារម្មណ៍ថាដូចចម្លែកមានអារម្មណ៍ពិបាកចិត្តណាពេលដែលអេគាត់ស្ងោស្ងាត់អីចឹងខ្លាចអេនឹងគាត់មាននឹងអីតែគាត់អត់ប្រាប់យើងណាចង់និយាយចឹងណាតែកញ្ញាក៏តាមសួរគ្រប់បែបយ៉ាងថាបងឯងមាននឹងអីគេបងឯងមាននឹងអីលាក់បាំងអូនមិនមែនអញ្ចឹងណាតែអីគឺគាត់អត់ប្រាប់ទេដល់ពេលអញ្ចឹងទៅគាត់ថារំលងពីនឹងបានប្រហែលជា2ទៅ3ខែស្រាប់តែសកម្មភាពអីហ្នឹងគឺប្លែកអញ្ចឹងហើយអត់សូវជាបបួលកញ្ញាដើរលេងអេក៏គាត់មិនសូវទៅណាទៅណីដែរគាត់នៅតែកន្លែងការងាររបស់គាត់ធ្វើការអីក៏មិនសូវជាដូចមុនមិនសូវជាយកចិត្តទុកដាក់មកលើកញ្ញាអីដែរអញ្ចឹងពេលហ្នឹងកញ្ញាគាត់ក៏និយាយថាចេះបងមិនមែនគាត់និយាយបែបផ្ទាល់មាត់ទេណាចង់និយាយថាគាត់ធ្វើកាយវិការឬក៏គាត់សរសេរអក្សរអីចឹងទៅគាត់ថាបងឯងគិតមិនឥឡូវហ្នឹងកូនហ្នឹងអញ្ចឹងណាដោយសារអីដោយសារតែឥឡូវហ្នឹងកូនវាបានប្រហែលជា2ខែអីចឹងដែរ2ខែ3ខែហើយអញ្ចឹងសួរថាតើកូនហ្នឹងចង់ទុកអត់ឬក៏មិនលើបើសិនជាបងឯងមានបញ្ហាអីម្ដាយបងឯងមិនពេញចិត្តមែនឬក៏អីចឹងណាហើយបងឯងមានបានប្រាប់គាត់ពីរឿងហ្នឹងអត់ហើយពេលហ្នឹងអេក៏គាត់និយាយដែរគាត់ថាម្ដាយរបស់គាត់គឺអត់មាននិយាយអីទេអញ្ចឹងគាត់ថាកូនហ្នឹងគឺទុកទៅអញ្ចឹងណាហើយចាំគាត់ទៅប្រាប់គាត់ថាពេលដែលគាត់ទៅលេងស្រុកនៅអាទិត្យហ្នឹងគាត់នឹងទៅប្រាប់ម្ដាយរបស់គាត់តមាត់ហ្មងព្រោះបើគាត់និយាយតាមទូរស័ព្ទវាពិបាកអញ្ចឹងណាអញ្ចឹងកញ្ញាក៏គាត់ភ័យដែរគាត់ថាក៏លោតែម្ដាយរបស់គាត់ដឹងតែមានកូនមានអីទៅម្ដាយរបស់គាត់មិនព្រមអីចឹងគាត់បដិសេធអីចឹងណាតែអេគាត់ថាកុំបាច់គិតច្រើនទេដោយសារមួយរយៈនេះគាត់ពិបាកចិត្តរឿងម្ដាយគាត់ឈឺអញ្ចឹងគាត់អត់ចង់ឲ្យម្ដាយរបស់គាត់គិតច្រើនអញ្ចឹងបានគាត់ថារឿងខ្លះគាត់អត់ចង់និយាយទេដល់ពេលអញ្ចឹងទៅក៏ដល់ថ្ងៃដែលអេគាត់ទៅស្រុកដល់ពេលអេទៅស្រុកអញ្ចឹងគាត់ថាពេលហ្នឹងតាក់តងទៅគឺតាក់តងទៅបិទទូរស័ព្ទហ្មងលេខទូរស័ព្ទអេនោះតាក់តងអត់ចូលអេអត់ចូលអញ្ចឹងណាដល់ពេលគាត់ឆាតសួរអ្នកផ្សេងទៅក៏គេថាគេតាក់តងអត់ចូលដូចគ្នាដូចវាបិទទូរស័ព្ទហើយដល់ពេលអញ្ចឹងកញ្ញាគាត់ព្រួយបារម្ភគាត់ភ័យគាត់ថាអេមាននឹងអីខ្លាចលោកគាត់មានបញ្ហាតាមផ្លូវអីចឹងណាយើងតាក់តងមិនចូលព្រោះអីវាដើមមកមិនដែរអញ្ចឹងទេទោះបីយ៉ាងណាក៏គាត់ឆាតមួយម៉ាត់ reply មួយម៉ាត់ដែរតែលើកនេះគឺស្ងាត់អញ្ចឹងពេលហ្នឹងគឺគាត់បានត្រឹមតែភ័យបានត្រឹមតែអីហើយក៏គាត់សួរបងស្រីមួយនៅក្នុង
ភូមិមួយគាត់ដែលនាំគាត់មកហ្នឹងក៏សួរថាហេតុអីបានជាអេគាត់ផ្លែកអញ្ចឹងបើឯងមានអាចកាត់ន័យយល់មានអាចដឹងអត់អញ្ចឹងណាដល់ពេលបងស្រីមិនហ្នឹងគាត់និយាយថាវាមិនទៀងដែរមនុស្សប្រុសអញ្ចឹងជួនកាលគាត់អាចនឹងបានខ្លួនស្មាទោសបានខ្លួនយើងហើយគាត់អាចនឹងរលេសគាត់អាចនឹងអីចេះចោលទៅគាត់ធ្វើឲ្យយើងអស់ចិត្តអញ្ចឹងណាតែបងស្រីគាត់ថាគាត់មិនចង់បែកបាក់ទេតែគាត់ថាអានេះវាគ្រាន់តែជាកំណត់ឬការយកឃើញរបស់គាត់ទេហើយគាត់ក៏មិនដឹងច្បាស់ដែរអញ្ចឹងតោះតែពីរនាក់ហ្នឹងយើងទំនាក់ទំនងសួរគ្នាច្បាស់ទៅគាត់មិនហ៊ាននិយាយទេខ្លាចខុសអញ្ចឹងណាអញ្ចឹងកញ្ញាក៏គាត់នៅតែមានទំនុកហៅថាទំនុកចិត្តទៅលើអេដែរគាត់ថាអេមិនមែនជាមនុស្សប្រុសបែបហ្នឹងទេថាគាត់ដឹងហើយណាមួយកន្លងមកម្ដាយរបស់អេក៏មិនបានបដិសេធទៅលើទំនាក់ទំនងរបស់គាត់ទាំងពីរនាក់ដែរអញ្ចឹងគាត់អត់គិតថាវាមានបញ្ហាអីរឿងគ្រួសាររបស់អេដែលបដិសេធមួយគាត់ទេអញ្ចឹងគាត់គិតថាប្រហែលជាអេគាត់មានបញ្ហាអីមួយឬក៏ម្ដាយរបស់គាត់កំពុងតែឈឺធ្ងន់ឬក៏អីចឹងទៅកញ្ញាគាត់ថាគាត់ចង់ទៅផ្ទះរបស់អេណាប៉ុន្តែដោយសារតែពេលហ្នឹងក៏គាត់គិតថាខាងប្រុសគេខាងអេហ្នឹងក៏អត់ទាន់និយាយអីអត់ទាន់អីចឹងទៅក៏ខ្លាចថាគាត់ទៅទៅវាមានបញ្ហាណែបញ្ហារហូតចឹងណាអញ្ចឹងគាត់អត់ទាន់ទៅទេគាត់ព្យាយាមតាក់ទងព្យាយាមឆាតទៅអេតែគឺអត់ទាន់ឃើញអីបើកគេហៅថាបើកអនឡាញឬក៏បើក active ទេអញ្ចឹងគាត់បារម្ភខ្លាំងមែនតើក្នុងនាមយើងជាសង្សារហើយណាមួយមានកូននៅក្នុងពោះតែកញ្ញាគាត់បញ្ជាក់ថាពេលហ្នឹងគាត់អឺប្រាប់បងស្រីម្នាក់ហ្នឹងឲ្យដឹងដែរតែគាត់សុំលាក់ឲ្យបងស្រីហ្នឹងកុំឲ្យប្រាប់អ្នកភូមិឲ្យដឹងអីចឹងណាដល់ពេលអញ្ចឹងគាត់ថាស្រាប់តែរំលងប្រហែលជា 3-4 ថ្ងៃអេហ្នឹងគាត់ក៏ reply មកវិញគាត់ថាគាត់សុំទោសដោយសារគាត់មានបញ្ហាគ្រួសារអញ្ចឹងណាអញ្ចឹងគាត់អត់បាន reply ហើយណាមួយទូរស័ព្ទរបស់គាត់មួយរយៈនេះវាចូលទឹកគាត់មកស្រុកហ្នឹងទៅវាចូលទឹកវាចូលអីទៅមករកជាងធ្វើឲ្យអញ្ចឹងហ្នឹងហើយអញ្ចឹងវាអត់បានបើអត់បានលេងទេអញ្ចឹងពេលហ្នឹងកញ្ញាក៏គាត់ដឹងណាគាត់ថាអូអញ្ចឹងមិនមែនមានបញ្ហាអីទេដោយសារទូរស័ព្ទគាត់ខូចអីចឹងទៅដល់ពេលអញ្ចឹងតែគាត់ថាចាប់ពេលហ្នឹងមកទៅគឺតាក់ទងអត់បានទៀតតាក់ទងអត់បានហើយអេនោះអត់មកវិញទេរហូតដល់មានអ្នកខ្លះគេសួរថាសួរកញ្ញាហ្នឹងថាដឹងរឿងអេអត់ហើយអត់មានតំណែងតំណងសំបីតាមេក៏ដឹងដែរអញ្ចឹងក៏កញ្ញាក៏ថាក៏ដឹងដូចគ្នាហើយអ្នកខ្លះក៏ថាអីសង្សារនឹងគ្នាហើយហេតុអីបានជាមិនដឹងសង្សារខ្លួនឯងទៅណាទៅណីមាននឹងអីចឹងណាហើយកញ្ញាគាត់ថាដឹងតែអេទៅស្រុកតែអត់ដឹងថាអេមានបញ្ហាអីទេដល់ពេលអញ្ចឹងម្នាក់ក៏គេឆ្ងល់គេអីគ្រប់គ្នាអញ្ចឹងទៅរហូតគាត់ថាគាត់បារម្ភគាត់ដល់ណាពេលខ្លះគាត់សម្រាប់ពេលយប់អត់បានទេដោយសារអីគាត់រៀងចាញ់ដែរដល់អញ្ចឹងទៅស្រាប់តែមានថ្ងៃមួយអេហ្នឹងគាត់ក៏ឆាតមកកញ្ញាទាំងយប់ហើយគាត់ថាអញ្ចេះគាត់ថាឥឡូវអូនឯងអាចស្មាតទោសណាអូនឯងអាចមិនទុកកូននឹងបានអត់មិនទុកកូននឹងបានអត់ដោយសារអីដោយសារឥឡូវហ្នឹងគឺម៉ែបងគាត់ឈឺគាត់អីចឹងទៅហើយបងខ្លាចថាវាចំណាយច្រើនវាអីចឹងណាអញ្ចឹងអូនឯងមិនទុកអីបានអត់ដល់ពេលកញ្ញាគាត់ថាធ្វើចឹងមិនបានបងធ្វើចឹងវាបាបវាអីចឹងណាដល់ពេលអេហ្នឹងគាត់និយាយថាគាត់ក៏មិនចង់ដែរតែគាត់ថាបើសិនជាបានកូនមកគឺពិបាកដោយសារអីដោយសារតែឥឡូវហ្នឹងអត់មានលុយហើយមិនអាចចុះអញ្ចឹងទៅពិបាកណាស់អញ្ចឹងក៏ពិបាកយើងអត់អាចមានលុយអីណាដើម្បីតម្លុករងកូននេះដែរអញ្ចឹងណាដល់អញ្ចឹងទៅកញ្ញានេះគាត់ក៏ពិបាកចិត្តមែនតើពួកអីគាត់ឆ្លាញ់កូនគាត់អត់ចង់ធ្វើអញ្ចឹងទេហើយណាមួយគឺគាត់ដូចថាមានអារម្មណ៍ថាគាត់ឆ្លាញ់គាត់ចង់បានណាប៉ុន្តែពេលហ្នឹងគឺគាត់ពិបាកចិត្តមិនដឹងធ្វើម៉េចទេដោយសារតែអីអញ្ចឹងគាត់ក៏ពិភាក្សាជាមួយនឹងបងស្រីនឹងទៀតហើយបងស្រីដែលនៅស្រុកភូមិរបស់គាត់ណាដល់ពេលហ្នឹងទៅបងស្រីគាត់ថាគាត់រៀងដូចថាគាត់ធ្វើកាយវិការមកដូចគាត់អត់ទុកចិត្តទៅលើអីអញ្ចឹងណាគាត់ថាគាត់មានអារម្មណ៍ថាដូចអត់ស្រួលអញ្ចឹងណាគាត់និយាយអញ្ចឹងតែគាត់អត់មែននិយាយអីស៊ីជម្រៅទេដល់អញ្ចឹងទៅពីអ្នកគាត់ហ្នឹងដូចថាកញ្ញាគាត់ពឹងបងស្រីហ្នឹងឲ្យមិនឲ្យជួយទៅយកកូនហ្នឹងចេញទៅអញ្ចឹងពេលដែលទៅហ្នឹងគឺគាត់យំមែនតើគាត់យំណាហើយក៏ខាងគ្រូពេទ្យហ្នឹងក៏គាត់សួរដែរអញ្ចឹងណាតែពេលហ្នឹងគឺគាត់ប្រាប់គាត់ថាគាត់មិនទុកទេអញ្ចឹងក៏គាត់យកចេញទៅតែគាត់បន្ទាប់ពីគាត់យកចេញទៅក៏គាត់យំមែនតើដោយសារអីគាត់មិនចង់ធ្វើអញ្ចឹងទេគាត់មានអារម្មណ៍ថាគាត់ខុសខ្លាំងគាត់អត់ចង់ធ្វើអញ្ចឹងទេប៉ុន្តែដោយសារតែពេលហ្នឹងគឺវាគាត់មិនដឹងថាធ្វើមិនខ្មិចបងប្អូនដោយសារតែអីគាត់និយាយអញ្ចឹងហើយអីអញ្ចឹងទៅណាដល់ពេលអញ្ចឹង
ក៏គាត់ត្រឡប់មកពីពេទ្យវិញអញ្ចឹងទៅពេទ្យក៏ឲ្យសម្រាកឲ្យអីអញ្ចឹងទៅដូចថាដូចគាត់សរសៃខ្ចីអីអញ្ចឹងណាអញ្ចឹងពេលហ្នឹងក៏គាត់ថាគាត់ពិបាកចិត្តអំឡុងពេលដែលគាត់យកក្មេងចេញហើយគឺគាត់តាក់ទងទៅកាន់អីហ្នឹងជាស្រ័យតាក់ទងទៅកាន់អីហ្នឹងគឺអីហ្នឹងក៏នៅតែបិទទូរស័ព្ទតាក់ទងលេងចូលរហូតហើយសំបីតែឆាតអីសំបីតែអីហ្នឹងគឺ Facebook អីក៏ដែរឃើញប្រហោះអីដែរដែរឃើញអីគឺស្ងាត់ជ្រាបដល់ពេលអញ្ចឹងទៅកញ្ញាគាត់ថាគាត់ចង់ឲ្យបងស្រីម្នាក់ហ្នឹងជួយជូនគាត់ទៅចង់ដឹងណាទៅផ្ទះរបស់អេហ្នឹងតែបងស្រីហ្នឹងគាត់ថាគាត់រវល់អាចថាប្រហែលជាគាត់មិនចង់ពាក់ព័ន្ធឬក៏គាត់មិនចង់ឲ្យអញ្ចឹងចុះគាត់និយាយថាគាត់រវល់គាត់បានទៅទេអញ្ចឹងកញ្ញាគាត់ក៏អត់មានអីគេហៅថាអត់មានណាគេទៅជាមួយដែរអញ្ចឹងពេលហ្នឹងគាត់ដេកយំដេកអីផងទៅទាំងខ្លួនឯងហ្នឹងគឺអាចថាយើងដូចតែខ្សែខ្ចីអញ្ចឹងយើងយកកូននេះចេញអញ្ចឹងដល់ពេលអញ្ចឹងគាត់អត់ដឹងថាតើអីមានរឿងអីទេក្នុងនាមថាមនុស្សស្រឡាញ់គ្នាយូរមកហើយបែរជាអញ្ចឹងណាប៉ុន្តែគាត់ថារំលងទៅថាជា3 4ថ្ងៃទេស្រាប់តែអីគាត់ក៏បើកទូរស័ព្ទមកវិញបើកឆាតអីគាត់ឆាតមកវិញហើយដឹងគាត់និយាយថាម៉េចទេគាត់ថាអាហ្នឹងវាជាសម្ដីឬក៏ជាគេហៅថាចម្លើយមួយដែលគាត់នៅចងចាំនៅក្នុងខួរក្បាលរបស់គាត់ដល់រាល់ថ្ងៃគឺអីដឹងគាត់និយាយថាម៉េចគាត់ថាចេះយើងពីរនាក់ហ្នឹងគឺมันអាចបន្តទៅមុខបានទេហើយដល់ពេលដែលកញ្ញាគាត់លើកភាសាអញ្ចឹងកញ្ញាគាត់ហៅថាគាត់កំពុងតែអត់ស្រួលផងណាគាត់ឡើងទុនដៃទុនជើងហើយបេះដូងរបស់គាត់ទ្រូងមកគាត់ឡើងណែនហ្មងហើយគាត់ក៏ឆាតទៅវិញគាត់សួរថាហេតុអីហើយពេលហ្នឹងគឺអីគាត់និយាយថាដោយសារតែគ្រួសារបបងគាត់មិនអោយបងយកអូនឯងទេដោយសារតែអូនឯងមនុស្សស្រីកោថ្លង់អញ្ចឹងគាត់មិនអាចឲ្យយកបានចម្លើយបែបហ្នឹងគឺជាចម្លើយដែរកញ្ញាគាត់ឈឺចាប់គាត់ថាគាត់សួរថាចុះពីមុនហេតុអីមិនអាយបងគាត់ឆ្លើយថាមិនអីពេលហ្នឹងអេគាត់ក៏និយាយថាដោយសារតែពេលនោះគឺគាត់មិននិយាយចំគាត់ទុកមុខឲ្យកញ្ញាហើយពេលហ្នឹងកញ្ញាក៏សួរទៀតថាចុះបងឯងពីមុនហេតុអីបានបងឯងនិយាយថាទូមានបញ្ហាក៏ដោយបងឯងគឺនៅតែការពារនៅតែមិនបោះបង់អូនបងឯងធ្លាប់សន្យាជាមួយអូនថាម៉េចបងឯងធ្លាប់សន្យាជាមួយនឹងយាយអូនថាម៉េចហើយចម្លើយដែលអេគាត់ឆ្លើយមកវិញគឺគាត់ថាគាត់សុំទោសដោយសារគាត់អត់មានជំរឿទេព្រោះបើសិនជាគាត់យកកញ្ញាមែនម្ដាយរបស់គាត់គាត់ថាគាត់នឹងមិនរស់ទេគាត់ថាគាត់មិនអាចទទួលយកបានបើសិនជាអីគាត់យកកញ្ញាគឺអ្នកស្រុកភូមិប្រកាសជាសោកចំអកប្រកាសជាគេនិយាយចេះនិយាយចោះគាត់អត់មានមុខមានមាត់ណាទៅជួបសាច់ញាតិបងប្អូនទេគឺគាត់លើកឡើងថាកូនប្រុសរបស់គាត់ល្អកូនប្រុសរបស់គាត់ជាមនុស្សដែលធម្មតាគឺមិនអាចទៅយកប្រពន្ធបែបហ្នឹងបានទេនៅពេលហ្នឹងកញ្ញាគាត់ក៏និយាយថាគាត់មិននឹកស្មានថាបងឯងជាមនុស្សបែបហ្នឹងហើយអេក៏គាត់និយាយថាគាត់សុំទោសគាត់អត់មានជំរឿទេគាត់មិនចង់ខ្លាចជាកូនអកតញ្ញូហើយគាត់មិនចង់ធ្វើឲ្យម្ដាយរបស់គាត់សត់តែភ្នែកដោយសារតែគាត់ ណ
នេះហើយជាចម្លើយឬក៏ជាសម្ដីរបស់ A ដែលគាត់និយាយទៅកាន់កញ្ញាអារម្មណ៍មួយនេះបើសិនជាបងប្អូនជាកញ្ញាវិញតើបងប្អូនមានអារម្មណ៍បែបណាបងប្អូនអាចខមមិននៅក្នុងវីដេអូនេះបានខ្ញុំនៅពេលដែលខ្ញុំឮ A គាត់និយាយចឹងចម្លើយ A បែបហ្នឹងខ្ញុំមានអារម្មណ៍ថា A គឺអត់មានទំនួលខុសត្រូវទេអញ្ចឹងកញ្ញាគាត់ថាគាត់ដូចគៀងហ្មងគាត់អត់ដឹងថាគួរតែនិយាយអីបន្តជាមួយនឹង A ទៀតគាត់ឈឺចាប់មែនតើគាត់ឈឺចាប់ហើយគាត់ក៏ដេកយំឡើងខ្សោះអស់ទឹកភ្នែកដោយសារគាត់មិននឹកស្មានថាស្នេហាដែលខំសាងដែលខំទុកចិត្តនិយាយវាថាលើសពី1000 10000 100,000 លានដងទៀតទុកចិត្តទៅលើបរិសម្នាក់ដែលគាត់គិតថាជាសុភាពបរិសជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវប៉ុន្តែចុងក្រោយមនុស្សម្នាក់ដែលគាត់ទុកចិត្តគឺជាមនុស្សម្នាក់ដែលធ្វើឲ្យគាត់ឈឺចាប់ខ្លាំងមែនតើហើយអ្វីដែលគាត់ឈឺចាប់មួយទៀតគឺគាត់អាណិតកូនគាត់ថាបើសិនជាដឹងអញ្ចឹងក៏ដោយគាត់មិនយកចាញ់ក៏គាត់សុខចិត្តកាត់គេកាត់ខ្មាស់ចុះគាត់មិនចង់ឲ្យកូនគាត់ទៅយ៉ាងចឹងទេអញ្ចឹងវាជាវិបត្តិសារីមួយដែលគាត់យកកូនគាត់ចាញ់គាត់ថាបើសិនជាដឹងថាដឹងថា A ហ្នឹងគាត់ជាមនុស្សប្រុសអញ្ចឹងគាត់សុខចិត្តគាត់ទុកកូនគាត់ស្រឡាញ់កូនណាតែដោយសារតែស្រឡាញ់ A ពេកសុខចិត្តធ្វើតាមគេប៉ុន្តែចុងក្រោយបែរជាគេអញ្ចឹងហើយគាត់ធ្លាប់មានអារម្មណ៍មួយថាគាត់អាចនឹងមានរឿងអញ្ចឹងកើតឡើងប៉ុន្តែដោយសារតែគាត់មិនជឿទៅលើអារម្មណ៍ដំបូងរបស់គាត់គិតថាសម្រាប់ទៅលើខ្លួនឯងការតាំងចិត្តជំនះតែគាត់ធ្លាប់មានអារម្មណ៍បែបហ្នឹងគាត់ធ្លាប់មានអារម្មណ៍ថាគាត់អាចនឹងជួបរឿងអីមួយវាដូចជាញៀនរបស់មនុស្សស្រីអញ្ចឹងប៉ុន្តែគាត់ថាគាត់ជំនះវាមិនអាចថាគាត់ទុនជ្រាយគាត់ជឿទៅលើអារម្មណ៍មួយហ្នឹងទេគាត់ខំប្រឹងជំនះគ្រប់បែបយ៉ាងគាត់សង្ឃឹមថាអ្វីដែលគាត់ជំនះគឺវាឈ្នះនៅអារម្មណ៍មួយហ្នឹងអារម្មណ៍មួយដែលថាគាត់មិនអាចទៅរួចទេតែឥឡូវហ្នឹងអារម្មណ៍មួយហ្នឹងហើយនឹងលទ្ធផលមួយហ្នឹងគឺវាដូចគ្នាមែនប៉ុន្តែគាត់ស្ដាយពេលវេលាស្ដាយទឹកចិត្តស្ដាយទំនុកចិត្តដែលផ្ដល់ឲ្យគេចុងក្រោយគាត់បែរជាលះបង់គ្រប់បែបយ៉ាងអស់អស់លីងរហូតដល់គាត់លះបង់ទាំងកូនគាត់ទៀតអារម្មណ៍ដែលគាត់ពិបាកក្នុងការពិពណ៌នាប្រាប់បងប្អូនឲ្យយល់ថាក្នុងនាមគាត់ជាមនុស្សស្រីម្នាក់ដែលស្មោះត្រង់មនុស្សស្រីដែលទន់ខ្សោយម្នាក់មនុស្សស្រីដែលមិនមែនដូចជាមនុស្សស្រីដតីមានពិការភាពខ្វះភាពកក់ក្ដៅសង្ឃឹមថាមានបរិសម្នាក់ដែលអាចជួយស្រោចស្រង់គាត់ប៉ុន្តែបែរជាគាត់ត្រូវមកជួបរឿងរ៉ាវបែបហ្នឹងអញ្ចឹងដំបូងគាត់ឈឺចាប់ខ្លាំងគាត់ចង់តែបញ្ចប់ជីវិតគាត់មានអារម្មណ៍ថាហេតុអីគាត់តូចចិត្តនឹងព្រំលិខិតហេតុអីបានជាកំណត់ឲ្យគាត់ជួបរឿងរ៉ាវបែបហ្នឹងតើពីជាតិមុនមកគាត់ធ្លាប់បានសាងបាបកម្មអីគេគាត់កើតមកគាត់មានបញ្ហានឹងហើយគាត់បែរជាមកជួបមនុស្សប្រុសបែបអញ្ចឹងទៀតគឺគាត់តូចចិត្តនឹងវាសនាតូចចិត្តនឹងព្រំលិខិតមែនតើហ្មងប៉ុន្តែរឿងមួយដែលគាត់មិនអាចធ្វើអញ្ចឹងបានគឺ
យាយរបស់គាត់បើសិនជាអត់ពីគាត់ទៅតើយាយរបស់គាត់ពិបាកចិត្តហើយស្រកទឹកភ្នែកដោយសារគាត់បែបណាប៉ុន្តែគាត់ថាបើសិនជាយាយរបស់គាត់ដឹងរឿងរ៉ាវដែលគាត់ធ្លាប់ប្រព្រឹត្តធ្លាប់ខុសជាមួយអេហ្នឹងតើយាយរបស់គាត់នឹងពិបាកចិត្តបែបណាហើយគាត់ខ្មាស់យាយរបស់គាត់បែបណាដំបងគាត់ទៅស្រុកតែគាត់អត់បានប្រាប់ប៉ុន្តែយាយរបស់គាត់ក៏បានសួរគាត់ថាតើមកយាយអេហ្នឹងទំនាក់ទំនងមកយាយគ្រួសារគេមិនដែរអញ្ចឹងដំបងកញ្ញាគាត់ប្រាប់ថាមិនអីទេប៉ុន្តែទាំងតែវាអីហើយតែយប់ឡើងពេលដែលយាយរបស់គាត់សម្រានលក់គាត់បើកភ្នែកមកមើលយាយរបស់គាត់ហើយគាត់ស្ងំយំដេកផ្អៀងមកចំហៀងបែរទៅមើលមុខយាយមានអារម្មណ៍ថាគាត់ខុសខ្លាំងមែនតើថាចៅម្នាក់ហ្នឹងខុសហើយយាយចៅម្នាក់ហ្នឹងបានប្រព្រឹត្តទង្វើមួយដែលវាមិនសមវាខុសប្រពៃណីហើយថែមទាំងមានកូនរហូតដល់យកកូនចេញទៀតគាត់ស្រក់ទឹកភ្នែកយំដោយសារតែអាណិតយាយមិនគួរណាថាចៅមិនល្អបែបហ្នឹងចៅអកតញ្ញូចៅធ្វើឲ្យយាយខកបំណងហើយគាត់ថាបើសិនជាយាយដឹងរឿងហ្នឹងមិនដឹងថាយាយអាចទទួលយកបានអត់ទេអញ្ចឹងគាត់ថាគាត់នៅស្រុកហ្នឹងបានប្រហែលជា 3-4 ថ្ងៃដោយសារពេលហ្នឹងគាត់អត់សូវស្រួលខ្លួនហើយគាត់ពិបាកចិត្តដែរគាត់សុំច្បាប់មេរបស់គាត់តែមានយប់មួយគាត់ក៏ដាច់ចិត្តសួរប្រាប់យាយរបស់គាត់ពីការពិតប៉ុន្តែពេលដែលគាត់ប្រាប់ហ្នឹងគឺគាត់បានសុំកម្មាទោសសាពះយាយរបស់គាត់តែឲ្យចៅសុំទោសហើយពេលដែលសាពះហ្នឹងគាត់យំហ្មងដោយសារគាត់ទប់អត់បានទេគាត់យំគាត់សុំទោសរហូតដល់យាយរបស់គាត់សួរថាចាឯងសុំទោសយាយរឿងអីប៉ុន្តែគាត់មិនមែននិយាយណាបងប្អូនអធិស្ឋានខ្ញុំបញ្ជាក់បន្តិចគាត់អត់និយាយទេគាត់ធ្វើកាយវិការគឺគាត់សុំទោសគាត់យំពេលហ្នឹងគាត់ក៏ព្យាយាមប្រាប់បញ្យល់ប្រាប់យាយគាត់ថាគាត់គឺបានបែកគ្នាជាមួយនឹងគេហើយគាត់ក៏បានធ្លាប់ជ្រុលមានកូនមានអីដែរគាត់ថាគាត់មិនអាចលាក់បានទេគាត់ត្រូវតែប្រាប់តែគាត់ក៏នៅតែព្យាយាមសុំទោសហើយយាយរបស់គាត់ក៏បានប្រាប់ថាមិនអីទេចៅយើងឲ្យហោសកម្មទៅព្រោះនេះវាជាកម្មពៀរបស់យើងពីមុនមកយើងធ្លាប់សាងពីជាតិមុនមកអញ្ចឹងចៅឲ្យហោសកម្មចោះហើយចៅត្រូវតែរឹងមាំចៅត្រូវតែតស៊ូឡើងចៅរបស់យាយគឺឆ្លាតចៅរបស់យាយគឺប៉កែប៉ុន្តែបងប្អូនដឹងថារឿងរ៉ាវមួយកញ្ញាគាត់ថាគាត់នៅតែអត់អស់ចិត្តដល់រងថ្ងៃមួយគាត់ប្រាប់យាយរបស់គាត់ថាគាត់ទៅនោះមួយផ្លែតតែដល់ពេលគាត់មកវិញគាត់ឮសំឡេងដូចជាអ្នកណាម្នាក់កំពុងតែយំនៅពេលដែលគាត់ឡើងដល់មុខកម្មចរាគាត់ឡើងតិចៗណាគាត់ស្ដាប់ទៅគាត់ឮសំឡេងយាយរបស់គាត់កំពុងតែសម្រានហើយយំគាត់ធ្ងោហើយដឹងគាត់និយាយថាម៉េចហ៎គាត់ថាយាយសុំទោសចៅតែយាយនិយាយទៅអាសម្ដីនេះគឺខ្ញុំក៏រៀងពិបាកក្នុងការទប់អារម្មណ៍ដែរគាត់និយាយថាយាយសុំទោសចៅយាយអត់មានសមត្ថភាពជួយចៅទើបចៅត្រូវបានគេបោកប្រាស់គេធ្វើបាបយាយអាណិតចៅតែយាយមិនអាចធ្វើអីជួយចៅបានទេនៅពេលដែលកញ្ញាគាត់លឺអញ្ចឹងគាត់ក៏ដើរចេញពីចម្ងាយហើយគាត់ក៏លបជុំនៅក្រោមដើមស្វាយមួយគាត់ក៏ចង់គិតខ្លីម្ដងទៀតប៉ុន្តែគាត់ថាបើគាត់មិនអាចទៅចោលយាយរបស់គាត់បានទេបើសិនជាយាយរបស់គាត់មានរឿងអីទៅតើអ្នកណាជាអ្នកជួយយាយរបស់គាត់ហើយយាយរបស់គាត់នឹងអាចកោប៉ុណ្ណានៅពេលដែលអវត្តមានគាត់អញ្ចឹងគាត់បានតែអង្គុយយំហើយគាត់ក៏សម្រេចចិត្តថាមកវិញគាត់អត់ឲ្យយាយរបស់គាត់ដឹងទេហើយពេលហើយគាត់ក៏ធ្វើធម្មតាប៉ុន្តែក្នុងចិត្តរបស់គាត់គឺគាត់ឈឺចាប់គាត់គិតថាមកពីគាត់បានយាយរបស់គាត់យំដូច្នេះពីមួយថ្ងៃទៅមួយថ្ងៃគាត់តែងតែសង្ងំយំដោយអត់ឲ្យយាយរបស់គាត់ដឹង
ហើយគាត់នឹងតាំងចិត្តថាថ្ងៃណាមួយគាត់នឹងជួយយាយរបស់គាត់ជីវភាពយាយរបស់គាត់រហូតដល់គាត់បានទៅសុំគេដើម្បីរៀនផ្នែកដេកណាត់ដេអីកៅអៅអញ្ចឹងណាអញ្ចឹងដោយសារតែខាងតកែកណាត់នោះក៏គាត់យុយល់គាត់អាណិតគាត់ពិតជាអរគុណមែនតែនដល់ទឹកចិត្តគាត់បានឲ្យកៅអៅដើម្បីឲ្យកញ្ញាគាត់ដេហើយគាត់បរៀនទៀតដោយអត់យកលុយមកកាក់ម៉ាស៊ីនទេហើយឲ្យកញ្ញានឹងរៀនដេរៀនអីទៅហើយគាត់នឹងឲ្យស៊ីភាគរយអញ្ចឹងដំបូងឡើយកញ្ញាគាត់ទៅដេនៅកន្លែងគេប៉ុន្តែដោយសារតែខាងតកែគាត់ឃើញថាយាយរបស់កញ្ញាគឺគាត់ចាស់អញ្ចឹងពិបាកអត់មានអ្នកណានៅមើលក្បែរនៅថែពេលដែលយាយរបស់គាត់ឈឺខាត់ក៏កញ្ញាគាត់ទៅបានតកែរបស់គាត់នឹងអនុញ្ញាតថាឥឡូវឲ្យមកផ្ទះចោះមកដេនៅផ្ទះទៅហើយបានកណាត់បានអីហើយចាំតកែរបស់គាត់ឲ្យគេមកយកអញ្ចឹងទៅអញ្ចឹងគាត់ថាគាត់ពិតជាមានសំណាងគាត់ពិតជាមានបុណ្យមែនដែលមានគេជួយគាត់គេយោគយល់ពីគាត់អញ្ចឹងគាត់ដេអញ្ចឹងទៅបានគេមកយកដល់ផ្ទះគេឲ្យលុយគាត់គេអីតាមគាត់ស៊ី200អញ្ចឹងទៅហើយគាត់ក៏នៅផ្ទះឆ្លៀតដាំបាយមើលថែយាយរបស់គាត់រហូតដល់មានថ្ងៃមួយយាយរបស់គាត់ក៏គាត់សប្បាយចិត្តឃើញកញ្ញាគាត់អាចរឹងមាំបានហើយគាត់តែងតែប្រាប់ទៅកាន់កញ្ញាថាចៅជាស្រីកូនចៅស្រីម្នាក់ដែលប៉ាកែដែលឆ្លាតគាត់អរគុណមែនតើចំពោះយាយរបស់គាត់ដែលមិនបោះបង់គាត់ហើយលើកទឹកចិត្តគាត់មិនដូចម្ដាយរបស់គាត់ទេគាត់ថាគាត់ស្អប់ម្ដាយរបស់គាត់ខ្លាំងណាស់ហេតុអីបានជាចាក់ចោលគាត់ប៉ុន្តែគាត់សប្បាយចិត្តនៅពេលដែលមានយាយគាត់ថាបើសិនជាយាយរបស់គាត់បោះបង់គាត់ទៀតប្រហែលជាជីវិតរបស់គាត់មិនដឹងថាមិនមកទេអញ្ចឹងគាត់ព្យាយាមរហូតមកដល់រាល់ថ្ងៃគាត់មើលថែយាយរបស់គាត់ក៏មានវ័យកាន់តែចាស់ហើយមួយថ្ងៃកាត់មួយថ្ងៃកោប៉ុន្តែកញ្ញាគាត់ថាទោះបីជាពិបាកគាត់មិនទាន់ជាមានបានអីដូចគេប៉ុន្តែគាត់អាចមានចំណូលខ្លះដែលមានតកែគាត់ជួយគាត់អីចឹងទៅបានលុយដើម្បីចិញ្ចឹមកាពះក៏ដូចជាចិញ្ចឹមយាយរបស់គាត់តែបើសួរថាឲ្យគាត់ធូរធារគាត់មានបានគេគឺអត់ទេរាល់ថ្ងៃនេះគាត់នៅតែពិបាកហើយរឿងរ៉ាវដែលគាត់ជួបកន្លងមកនឹងវាប៉ះទង្គិចដល់ផ្លូវចិត្តគាត់មែនតើគាត់អត់ដឹងថាគាត់គួរទៅនិយាយប្រាប់នរណាចែកម្លែកទៅឲ្យនរណាឲ្យយល់ពីការឈឺចាប់របស់គាត់សូម្បីតែរឿងទាំងអស់ហ្នឹងនៅក្នុងស្រុកភូមិគាត់ក៏គាត់មិនដែរប្រាប់នរណាដែរហើយគាត់ពិតជាអរគុណទៅដល់បងស្រីដែលនៅក្នុងស្រុកភូមិគាត់ដែលគាត់លាក់បាំងរឿងនឹងចិត្តរហូតមកដល់រងថ្ងៃហើយគាត់អត់ដែរបែកព័ត៌មានទៅដល់ណាទេហើយគាត់ក៏ដឹងគុណមែនតើអ្នកណាក៏ជួយគាត់ក៏ដឹងគុណមែនតើគាត់ថាគាត់មិនអាចបំភ្លេចគុណគេបានទេពីព្រោះតែគាត់ធ្លាប់អាចថាជាតិមុនគាត់មានបាបកម្មនឹងហើយបានជាគាត់មកជួបអញ្ចឹងគាត់អត់អាចធ្វើបាបកម្មទេគាត់អត់អាចល្មើគុណអ្នកណាម្នាក់បានទេគាត់ព្យាយាមធ្វើតែទាំងមើលល្អទេអ្នកណាសាងអីឲ្យគាត់ទទួលតាមនឹងទៅតែគាត់ក៏អហោសកម្មឲ្យអ្នកទាំងអស់ដែលធ្លាប់ធ្វើបាបគាត់ដែរកុំឲ្យគាត់មានកម្មមានវាតទៅជាតិមុខទៀតអ្វីដែលកញ្ញាគាត់ចង់ផ្ញើសារទៅដល់បងប្អូនទាំងអស់គ្នាថាមិនថាបងប្អូនដែលគាត់ជាអ្នកដែលកោថ្លង់គាត់ដឹងថាអ្នកដែលស្ដាប់អត់បានគាត់អត់អាចស្ដាប់វីដេអូនេះបានទេប៉ុន្តែបើសិនជាអ្នកដែលអាចស្តៀងគាត់ដែលអាចស្ដាប់បានអាចដាក់ប្រើការជំនួយទៅបានគឺគាត់សូមផ្ដាំថាត្រូវតែរឹងមាំឡើងបើទោះបីជាមានរឿងអីក៏ដោយហើយក៏កុំទុកចិត្ត100% ទៅលើមនុស្សប្រុសណាគាត់ថាមិនបាច់ទុកចិត្តពេកទេគឺទុកចិត្តទៅលើខ្លួនឯងព្យាយាមឲ្យខ្លួនឯងរឹងមាំរកការងារដែលអាចធ្វើខ្លួនឯងបានហើយគាត់សូមផ្ដាំទៅដល់មនុស្សប្រុសមួយចំនួនដែលបើសិនជាมันមានទំនួលខុសត្រូវបើសិនជាមិនច្បាស់លាស់សូមកុំធ្វើបាបមនុស្សស្រីដែលទន់ខ្សោយកុំធ្វើបាបកុំសន្យាជាមួយគេហើយបើសិនជាអ្នកណាដែលគាត់មានសង្សារជាមនុស្សស្រីដែលកោថ្លង់ទៀតពិការទៀតគាត់ថាគាត់សុំចិត្តកុំធ្វើបាបនាងអីកុំធ្វើបាបគ្នាអីគ្នាពិបាកគ្នាវេទនាឆ្លងកាត់ឧបសគ្គការ
មិនពេញចិត្តការតេស្តឌីមើងងាយផ្សេងៗកន្លងមកហើយបើយើងទទួលបាបផ្លូវចិត្តគ្នាទៀតវាដូចជាបាបកម្មមួយដែលធ្ងន់មែនតើកុំលេងសើចកុំធ្វើបាបចិត្តគ្នាអីអាណិតគ្នាផងចុះបើសិនជាគ្នាមានបញ្ហាហើយគ្នាគិតខ្លីទៀតអានឹងបងប្អូនគិតពិចារណាទៅអញ្ចឹងគាត់ក៏មានតែប៉ុណ្ណឹងដែរដើម្បីចែករំលែកទៅដល់បងប្អូនអ្នកគ្នាមិនថាបងប្អូនទាំងបរិសុទ្ធទាំងស្ត្រីស្ដាប់រឿងរ៉ាវគាត់ហើយសូមជួយគិតពិចារណាទាំងអស់គ្នាមុននឹងសាងអីមួយមុននឹងសន្យាអីមួយមុននឹងធ្វើអីមួយគិតពិចារណាតែកញ្ញាគាត់ដឹងមួយទៀតថាគាត់មានបាបកម្មរឿងមួយទៀតគឺគាត់បានធ្លាប់យកកូនចេញគាត់គិតថាវានេះជារឿងបាបមួយដែលគាត់នឹងត្រូវទទួលនៅពេលក្រោយទៀតប៉ុន្តែវាជាភាពល្ងិតល្ងងរបស់គាត់ដែលគាត់ស្រឡាញ់គេពេកដែលគាត់ជឿជាក់ទៅលើគេពេកចុងក្រោយគេបែរជាអញ្ចឹងហើយបើតាមគាត់ឮដំណឹងតពីក្រោយមកថាបរិមម្នាក់ដែលឈ្មោះថាអេហ្នឹងគេគឺត្រូវរៀបការជាមួយមនុស្សស្រីដតីតាមម្ដាយរបស់គេដែលផ្សំគុំឲ្យប៉ុន្តែកញ្ញាគាត់ថាគាត់មិនចង់ទៅពាក់ព័ន្ធមិនចង់ទៅតតាំងមិនចង់ទៅអីញ៉ៃមួយគេទេឲ្យគេបានសុខចោះគាត់គិតថានេះជាបាបកម្មដែលគាត់ត្រូវសងគេនៅក្នុងជាតិនេះគាត់សងឲ្យអស់គាត់មិនចង់ទៅញ៉ៃពាក់ព័ន្ធមិនចង់ទៅដេញដោលមិនចង់ទៅយកឈ្នះមួយគេតទៅទៀតទេឲ្យគេបានសុខចោះហ្នឹងហើយនេះវាជារឿងរ៉ាវទាំងអស់របស់កញ្ញាដែលគាត់បានចែកម្លែកមកកាន់ខ្ញុំហើយក៏ខ្ញុំអធិស្ឋានទៅដល់បងប្អូនប្រិយមិត្តទាំងអស់គ្នាបើសិនជាខ្ញុំនិយាយទៅវាប៉ះពាល់ដល់កំសំរុំហើយក៏ខ្ញុំសូមលើកទឹកចិត្តទៅដល់កញ្ញាផងដែរសូមឲ្យកញ្ញាតស៊ូរឹងមាំហើយឆ្លងកាត់រឿងរ៉ាវកន្លងមកខ្ញុំគិតថាវាជាបទពិសោធន៍ជីវិតមួយដែលយើងអាចនឹងរៀនសូត្រពីមនុស្សអាចថាមនុស្សប្រុសឬក៏មនុស្សស្រីប៉ុន្តែមិនមែនថាមនុស្សប្រុសទាំងអស់គឺសុទ្ធតែអញ្ចឹងទេអញ្ចឹងបងប្អូនជាប្រិយមិត្តទាំងអស់គ្នាគឺសូមជួយខមមិនលើកទឹកចិត្តទៅដល់កញ្ញាមួយផងទៅខ្ញុំគិតថាពេលដែលកញ្ញាបានស្ដាប់វីដេអូនេះហើយបានឃើញខមមិនដែលបងប្អូនលើកទឹកចិត្តទៅដល់កញ្ញាខ្ញុំជឿជាក់ថាវាជាបុណ្យមួយដែលបងប្អូនជួយមនុស្សម្នាក់ដែលគាត់កំពុងតែមានបញ្ហាផ្លូវចិត្តពិបាកចិត្តតែគាត់នៅតែអាចតស៊ូបានអញ្ចឹងសូមបងប្អូនជួយខមមិនលើកទឹកចិត្តគាត់ផងណាបងប្អូនអានេះវាជាសំណូមពររបស់ខ្ញុំទេហើយខ្ញុំក៏សូមលើកទឹកចិត្តម្ដងហើយម្ដងទៀតទៅដល់កញ្ញាថានៅពេលដែលកញ្ញាជួបរឿងរ៉ាវបែបហ្នឹងកញ្ញាដឹងពីខ្លួនឯងថាកញ្ញារឹងមាំជាមនុស្សស្រីអ្នកដែលរឹងមាំហើយអញ្ចឹងរឹងមាំបន្តទៀតហើយសង្ឃឹមក៏ជូនពរទៅដល់យាយរបស់កញ្ញាដែរសូមជូនពរឲ្យគាត់មានសុខភាពល្អបន្តជាមលុបដល់កញ្ញាឲ្យមានភាពកក់ក្ដៅហើយសង្ឃឹមថាទៅថ្ងៃមកទៅកញ្ញានឹងបានជួបមនុស្សល្អដែលគេយល់ដែលគេស្រឡាញ់អាណិតមើលថែកញ្ញាដូចជាកូនដូចជាប្រពន្ធជាប្អូនអីចឹងទៅអូខេអញ្ចឹងសូមអរគុណបងប្អូនប្រិយមិត្តទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃស្ដាប់រឿងរ៉ាវនេះតាំងពីដើមរហូតដល់ចប់ហើយអរគុណទៅដល់បងប្អូនប្រិយមិត្តទាំងអស់គ្នាដែលបាន Subscribe Channel របស់ខ្ញុំសប្បាយចិត្តមែនតើ Channel របស់ខ្ញុំមួយនេះវាចិត្តគ្រប់គោលការណ៍ហើយអាចនឹងរកចំណូលសង្គមថាអាចនឹងរកចំណូលបានគ្រាន់ថ្លៃទឹកថ្លៃភ្លើងអីចឹងណាហើយមិនថ្មីទេបងប្អូនបើទោះបីជារឿងរ៉ាវរបស់បងប្អូនពេលខ្លះរឿងវែងរឿងយូរប៉ុន្តែខ្ញុំសប្បាយចិត្តនៅពេលដែលខ្ញុំបានជួយជាផ្នែកមួយដើម្បីសម្រាលនៃអារម្មណ៍ដែលពិបាកឬក៏ជួយឲ្យបងប្អូនបានធូរអារម្មណ៍ហើយក៏ជាការលើកទឹកចិត្តអីខ្លះៗទៅដល់បងប្អូនដែលកំពុងតែមានបញ្ហាខ្ញុំសប្បាយចិត្តក្នុងការធ្វើវាបើទោះបីជាទៅថ្ងៃមកទៅខ្ញុំនិយាយទៅវាអាចមានចំណុចខ្លះដែលខាងក្រុមហ៊ុនគាត់គិតថាអញ្ចឹងចុះខ្ញុំនឹងទទួលប៉ុន្តែអ្វីដែលខ្ញុំធ្វើរាល់ថ្ងៃនេះគឺខ្ញុំសង្ឃឹមថាវាជាផ្នែកមួយដើម្បីជួយដល់មនុស្សដែលគាត់កំពុងតែមានបញ្ហាហើយក៏ខ្ញុំគិតថាការនិយាយហ្នឹងវាអាចនឹងប៉ះពាល់ខ្លះដល់បងប្អូនប៉ុន្តែសូមបងប្អូនមេត្តាយោគយល់អធ្យាស្រ័យផងពួកអីខ្ញុំធ្វើហ្នឹងគឺដើម្បីឲ្យបងប្អូនដែលគាត់មានបញ្ហាគាត់បានធូរទ្រូងគាត់បានសប្បាយចិត្តឡើងវិញគាត់អាច
រឹងមាំអញ្ចឹងខ្ញុំក៏សប្បាយចិត្តដែរបើទោះបីជាពេលខ្លះនិយាយទៅស្អកកអញ្ចឹងណាប៉ុន្តែមុននឹងបញ្ចប់វីដេអូគឺខ្ញុំសូមអរគុណទៅដល់បងដែលគាត់បានប៉ាកាហ្វេខ្ញុំណាគាត់និយាយថាបងខ្លះគាត់ផ្ញើមកខ្ញុំអញ្ចឹងទៅក៏គាត់ថាអូនេះមិនបាច់បោះហោះមិនបាច់អីឲ្យបងប្អូនដទៃដឹងទេថាស្ងាត់ទៅគាត់ពេញចិត្តនឹងផ្ដល់ប៉ាកាហ្វេមកខ្ញុំអញ្ចឹងទៅប៉ុន្តែខ្ញុំក៏អរគុណខ្ញុំមិនបាច់បញ្ចេញឈ្មោះទេអរគុណដល់បងដែលគាត់បានប៉ាកាហ្វេអញ្ចឹងណាហើយក៏អរគុណទៅដល់បងប្អូនប្រិយមិត្តទាំងអស់គ្នាដូចគ្នាព្រោះអីបានបងប្អូនទាំងអស់គ្នាគាំទ្រហ្នឹងក៏ខ្ញុំពេញចិត្តដែរហ្នឹងហើយព្រោះថាបងប្អូនខ្លះគាត់ក៏ត្រូវការដល់ស្រាវជីវភាពរបស់គាត់ខ្ញុំយល់ហើយបងប្អូនខ្លះគាត់មានគេហៅថាសទ្ធាឬក៏អីទឹកចិត្តរបស់គាត់ក៏គាត់ប៉ាកាហ្វេមកខ្ញុំចឹងទៅប៉ុន្តែគឺមិនអីទេបងប្អូនអានឹងខ្ញុំយល់ព្រោះអីមនុស្សម្នាក់គាត់មានទំនួលខុសត្រូវច្រើនគាត់ត្រូវចំណាយច្រើនអញ្ចឹងមិនអីទេសំខាន់ឲ្យតែបងប្អូនជួយគាំទ្រខ្ញុំតាមដានខ្ញុំបែបនេះខ្ញុំនៅតែសប្បាយចិត្តនៅអ្វីដែលបងប្អូនគាំទ្រហើយខ្ញុំមានតែពាក្យមួយយ៉ាងថាអរគុណទៅដល់បងប្អូនអរគ្នាសូមឲ្យបងប្អូននៅតែបន្តគាំទ្ររបស់ខ្ញុំវីដេអូឬក៏ channel របស់ខ្ញុំបែបនេះអញ្ចឹងខ្ញុំនឹងព្យាយាមដើម្បីចែកម្លែកសាច់រឿងរបស់ប្រិមិត្តក៏ដូចជាជួយបងប្អូនប្រិមិត្តដែលគាត់មានបញ្ហាគាត់ផ្ញើសាច់រឿងមកកាន់ខ្ញុំសង្ឃឹមថាវាជាផ្នែកមួយដើម្បីជួយដល់បងប្អូនអរគ្នាមិនថាបងប្អូនមានបញ្ហាអីទេបងប្អូនអាចចែកម្លែកមកបានអញ្ចឹងណាអូខេអញ្ចឹងខ្ញុំសូមជម្រាបលាបងប្អូនតាមប៉ុណ្ណេះហើយចាំយើងជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ